សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel មានហាន2ម្ដងទៀតហើយហើយរឿងរ៉ាវសម្រាប់ថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលជាប្រិយមិត្តរបស់ខ្ញុំផងដែរហើយគាត់ចែករំលែកអំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់គាត់ដែលវាជាការជឿចាប់ផងវាជារឿងរ៉ាវដែលគាត់មិននឹកស្មានផងឬក៏ជារឿងរ៉ាវដែលគាត់ហួសចិត្តផងដែលវាពាក់ព័ន្ធជាមួយនឹងប្តីរបស់គាត់ដែលគាត់ថាយកប្តីចាស់ទៅបានប្តីចាស់នឹងមើលថែឬក៏ថ្នាក់ថ្នមអីចឹងណាប៉ុន្តែវាខុសពីការគិតរបស់គាត់នៅពេលដែលគាត់បានប្តីចាស់មកហ្នឹងគឺគាត់ថាសាហាវមែនតើហើយបងប្អូនប្រកាសជាចង់ដឹងហើយថាតើប្តីរបស់គាត់ចាស់ហ្នឹងអត់សាហាវយ៉ាងណាខ្លះឬក៏មានរឿងរ៉ាវអីខ្លះតាក់ទងជាមួយនឹងប្តីចាស់របស់គាត់ឬក៏ជីវិតរបស់គាត់ទាំងមូលខ្ញុំនឹងធ្វើការសម្រាយរឿងនេះចែកជូនបងប្អូនដល់គ្នាប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំក៏សូមនិយាយបន្តិចបងប្អូនដោយសារតែមួយរយៈនេះខ្ញុំអត់បានចេញរឿងហើយខានចេញរឿងយូរគួរសមដែរអញ្ចឹងសូមបងប្អូនមេត្តាយកនឹងអធិស្ឋានផងហើយសូមអធិស្ឋានមែនតែនចំពោះម្ចាស់សាច់រឿងណាដែលខ្ញុំមិនបានចេញរឿងទៅក៏បងប្អូនឆាតមកសួរខ្ញុំផងថា admin មិនបានជាបាត់ឈឹងអត់ឃើញយករឿងខ្ញុំមកនិយាយអីចឹងណាអញ្ចឹងមានតែសូមមេត្តាយកអធិស្ឋានដោយសារតែមួយរយៈនេះមានតរៈនឹងឯងមានតរៈរឿងគ្រួសារអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងក៏សង្ឃឹមថាបងប្អូននឹងយោគយល់ហើយខ្ញុំនឹងព្យាយាមចេញរឿងបងប្អូនឲ្យបានលឿនអញ្ចឹងណាតាមតែអាចធ្វើទៅបានហ្នឹងហើយអូខេឥឡូវដើម្បីកុំឲ្យខាតពេលចង់ដឹងថាតើរឿងរ៉ាវរបស់បងប្អូនស្រីក៏បានចែករំលែកយ៉ាងណាខ្លះតើទៅតាមដាននៅក្នុងសាច់រឿងពេញទាំងអស់គ្នារឿងណាមួយនេះគឺខ្ញុំទទួលបានពីបងប្អូនស្រីម្នាក់ហ្នឹងហើយខ្ញុំសូមហៅគាត់ថាបងប្អូនស្រីទៅដោយសារតែមើលតើអាយុគាត់ក៏មិនច្រើនប្រហែលដែរអញ្ចឹងគាត់បានចែករំលែកអំពីរឿងរ៉ាវជីវិតរបស់គាត់ណាប៉ុន្តែគាត់ក៏សូមមិនបញ្ចេញឈ្មោះដែរឥឡូវខ្ញុំសូមហៅគាត់ថាណាវីចុះណាវីគាត់បានចែករំលែកអំពីរឿងរ៉ាវពីដំបូងមកគាត់ថានៅក្នុងពេលគាត់អាយុក្នុង17 18ឆ្នាំពេលហ្នឹងគាត់បានឡើងមកធ្វើការនៅក្នុងហាងមួយហើយគាត់ក៏ជាអ្នកខែទេណាមិនមែនជាអ្នកទីក្រុងភ្នំពេញទេហើយគាត់ឡើងមកហ្នឹងគឺគាត់ស្នាក់នៅក្នុងហាងហ្នឹងតែម្ដងព្រោះថាកន្លែងហាងមួយហ្នឹងរបៀបជាហាងកាទៀវហាងកាហ្វេគេចឹងណាបងប្អូនហើយពេលហ្នឹងក៏ខាងតកែខាងអីហ្នឹងក៏មានជាផ្ទះអីសម្រាប់ឲ្យបុគ្គលិកដែលគាត់នៅខាងខេត្តហ្នឹងគាត់អាចស្នាក់នៅបានអញ្ចឹងទៅដើម្បីកាត់បន្ថយការចំណាយអីផ្សេងអញ្ចឹងណាវីគាត់ក៏ធ្វើការនៅហ្នឹងគាត់ស្នាក់នៅកន្លែងដែលតកែក៏បានរៀបចំឲ្យហ្នឹងអញ្ចឹងទៅអញ្ចឹងកំឡុងពេលដែលណាវីគាត់ធ្វើការហ្នឹងគាត់ថាមានបរិសម្នាក់ដែលគាត់ថាពេលហ្នឹងគឺអាយុខ្ទង់ប្រហែលជា20ឆ្នាំអញ្ចឹងមានន័យថាបងណាវីខ្ទង់2ឆ្នាំ3ឆ្នាំអញ្ចឹងណាអញ្ចឹងពេលដែលគាត់ធ្វើការហ្នឹងបរិសម្នាក់ហ្នឹងគាត់ជាអ្នកដែលធ្វើការមែនប៉ុន្តែគាត់មេរបៀបថាដូចជាតំណែងដែលលើបុគ្គលិកធម្មតាអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺណាវីគាត់ធ្វើការធម្មតាទេគាត់អត់ដែរចាប់អារម្មណ៍រឿងអីទេគឺគិតតែធ្វើការដើម្បីរលុយបើកវគ្គខែអីតែប៉ុណ្ណឹងដើម្បីជួយគ្រួសារអីតែប៉ុណ្ណឹងទេប៉ុន្តែគ្រាន់តែថាពេលដែលណាវីគាត់ធ្វើការហ្នឹងគឺបរិសម្នាក់ហ្នឹងគាត់តែងតែមកក្បែរណាវីតែងតែនិយាយជាមួយណាវីនិយាយលេងសើចលេងអីចឹងទៅហើយពេលហ្នឹងណាវីគាត់គិតថាប្រហែលជាគាត់ជាបុគ្គលិកថ្មីអញ្ចឹងអាចថាខាងមនុស្សប្រុសម្នាក់ហ្នឹងគាត់មកណែនាំឬក៏គាត់មករស់រាយអីចឹងទៅណាវីគាត់អាចចាប់អារម្មណ៍ទេឥឡូវខ្ញុំសុំហៅបរិសម្នាក់ហ្នឹងហៅឈ្មោះវិញណាដើម្បីកុំឲ្យពិបាកហៅដាក់ឈ្មោះថា A ចុះហ្នឹងហើយអញ្ចឹងខ្ញុំហៅថាប្អូន A ទៅដោយសារតែគាត់ក៏មើលទៅអាយុក្មេងៗដែរអញ្ចឹងប្អូន A ហ្នឹងគាត់ក៏ទៅតាក់ទងជាមួយនឹងណាវីហ្នឹងដូចថានិយាយលេងសើចនិយាយអីចឹងទៅបែបលេងញ៉ៃញ័រអីផងចឹងទៅប៉ុន្តែណាវីគាត់ថាពេលហ្នឹងគាត់បានចាប់អារម្មណ៍រឿងស្នេហារឿងអីទេគាត់ថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺអីហ្នឹងគាត់តែងតែទៅនិយាយជាមួយនឹងណាវីគាត់តែងតែទៅលេងសើចមួយណាវីហើយពេលខ្លះទៅលេងចាប់ដៃចាប់ជើងតិចតួចអញ្ចឹងណាហើយដំបូងឡើយហ្នឹងណាវីគាត់រៀនប្រកាន់ដែរប៉ុន្តែនៅពេលដែលបុគ្គលិកផ្សេងណាគេនិយាយប្រាប់ណាវីថាអើយកុំប្រកាន់គាត់អីគាត់ចូលចិត្តលេងសើចតែប៉ុណ្ណឹងទេគ្រប់គ្នាអញ្ចឹងណាអញ្ចឹងណាវីគាត់ថាអញ្ចឹងក៏គាត់មិនប្រកាន់ដែរព្រោះថាហ្នឹងវាគ្រាន់តែជាការលេងសើចអីនៅក្នុងកន្លែងការងារអញ្ចឹងទៅប៉ុន្តែគាត់ថាពីមួយថ្ងៃទៅមួយថ្ងៃបរិសម្នាក់ឈ្មោះថា A ហ្នឹងគាត់តែងតែមកក្បែរណាវីតែងតែនិយាយដូចថាស្និទ្ធស្នាលមួយណាវីហើយគាត់ថាពេលដែលបរិសម្នាក់ឈ្មោះថា A ហ្នឹងគឺគាត់និយាយថាគាត់មានរបស់អីគាត់ទិញអីមកអញ្ចឹងគឺគាត់តែងតែឲ្យណាវីហើយនិយាយទៅគឺចែកណាវីខ្លាំងជាងគេគឺឲ្យណាវីបើយើងនិយាយសួរស្រាទៅគឺថាលំអៀងរបៀបថាកូនចៅរបស់ A ហ្នឹងគឺស្រីផ្សេងគឺគាត់អត់សូវចែកទេគាត់ចែកឲ្យតែណាវីទេ
ហើយណាវីគាត់ថាពេលហ្នឹងគាត់មិនចង់ហ៊ានទទួលទេប៉ុន្តែបរមអ្នកហ្នឹងគាត់ថាត្រូវតែទទួលព្រោះអីអានេះវាជាទឹកចិត្តរបស់គាត់ហើយណាមួយឈ្មោះអេហ្នឹងគាត់ក៏ជាមេអញ្ចឹងណាដល់ពេលអញ្ចឹងទៅណាវីគាត់ក៏មិនហ៊ានប្រកែកដែររហូតទៅដល់ពេលដែលពីមួយថ្ងៃទៅមួយថ្ងៃរហូតគឺណាវីគាត់ថាបរមអ្នកហ្នឹងក៏តែងតែទំនាក់ទំនងមកណាវីដូចថាសុំឆាតសុំអីអញ្ចឹងណាហើយក៏តាក់ទងជាមួយណាវីនិយាយជាមួយណាវីពេលដែលចាប់ការងារអីចឹងទៅណាវីក៏ថាដំបូងឡើយគាត់អត់ដែរចាប់អារម្មណ៍ស្នេហាទេប៉ុន្តែបរមអ្នកហ្នឹងគឺព្យាយាម take care មកកាន់ណាវីគាត់ព្យាយាមលក្ខណៈថានិយាយពីគម្រោងការជីវិតរបស់គាត់ចង់ទិញនេះទិញនោះរកស៊ីរកអីចឹងណានិយាយទៅគាត់ចេះតែនិយាយឯងដល់ពេលចឹងទៅណាវីគាត់ក៏មានគោលដៅដែរដូចថាគាត់ធ្វើការហ្នឹងវាជាការងារដែលគាត់មិនមែនស្រឡាញ់ឬក៏គាត់មិនមែនថាចង់ធ្វើការងារហ្នឹងមួយជីវិតទេណារបៀបថាណាវីគាត់ចង់រកស៊ីលក់ដូរអីឬក៏យើងនិយាយសុត្រាប់ដូចជាបើកចាប់ព្រួយចាប់អីលក់តាមផ្ទះតាមអីចឹងណាឬក៏តាមតូបតាមហាងអីចឹងទៅនិយាយរួមគាត់ចង់ទៅរកស៊ីទេគាត់ថាអាជំហានដំបូងហ្នឹងគឺគាត់ធ្វើការគេចឹងណាហើយបរិសុទ្ធឈ្មោះអេហ្នឹងគាត់និយាយថាថ្ងៃក្រោយទៅគាត់ក៏អត់ចង់ធ្វើការគេដែរគាត់ចង់មានគ្រួសារគាត់ចង់បើកជាតូបមួយឬក៏បើកជាហាងមួយឬក៏បើកជាកន្លែងចាប់រួយអីមួយដើម្បីលក់ដូរចឹងទៅឲ្យប្រពន្ធហ្នឹងគឺរកស៊ីចឹងទៅប្តីហ្នឹងមកធ្វើការឬក៏ទៅរកស៊ីអីផ្សេងចឹងណាហើយណាវីក៏ថាគោលដៅដែលបរិសុទ្ធម្នាក់ឈ្មោះថាអេហ្នឹងនិយាយមកវាដូចនឹងអ្វីដែលជាគោលដៅរបស់គាត់ហើយពេលហ្នឹងគឺគាត់និយាយទៅត្រូវគ្នាមែនតើទាំងអេហ្នឹងទាំងណាវីហ្នឹងគាត់ថាពេលដែលនិយាយយូរទៅគាត់មានអារម្មណ៍ថាដូចជាគាត់និយាយក៏ត្រូវគ្នាបងប្អូននិយាយលក្ខណៈថាខ្ញុំពិបាកបញ្យល់បងប្អូនបន្តិចប៉ុន្តែគាត់ថាមនុស្សពេលដែលយើងនិយាយទៅដូចចូលគ្នាហ្នឹងដូចថាគោលដៅគឺនិយាយត្រូវគ្នានិយាយស្អីក៏ត្រូវគ្នាដែរហើយចឹងណាវីគាត់ថាពេលដែលនិយាយយូរទៅបរិសុទ្ធឈ្មោះអីហ្នឹងគាត់ក៏សុំស្រឡាញ់ណាវីដល់ពេលណាវីគាត់ស្ដាប់ដំបូងគាត់ថាប្រហែលជាបរិសុទ្ធហ្នឹងនិយាយលេងសើចចឹងណាប៉ុន្តែបរិសុទ្ធអ្នកហ្នឹងឈ្មោះថាអេហ្នឹងគាត់និយាយមកគឺលក្ខណៈថាគាត់មិនសមលុយគាត់ក៏ប្រឹងហុលលុយអីដើម្បីទៅដឹងប្រពន្ធទៅដឹងណាវីអីចឹងទៅដូចថាចង់ជ្រាបការមួយណាវីចឹងទៅដល់ពេលចឹងទៅណាវីគាត់ក៏ដំបូងឡើយគាត់ក៏រៀងអៀនខ្លួនណាប៉ុន្តែគាត់ថាបរិសុទ្ធអ្នកហ្នឹងគឺបើសិនជាបានគ្នាទៅគេហៅថាជាប្តីប្រពន្ធនៅថ្ងៃអនាគតប្រហែលជាជីវភាពរបស់គាត់ក៏អាចថាធូរធារដោយសារតែអីបងប្អូនដោយសារតែមនុស្សយើងធម្មតាកាលណាដែលនិយាយមួយគ្នាទៅត្រូវគ្នាវាមិនមានអារម្មណ៍ថាទៅថ្ងៃមុខហ្នឹងនឹងមានសុភមង្គលមែនទេហើយក៏រកស៊ីទៅក៏វាត្រូវគ្នាដែរដោយសារតែនិយាយគោលដៅទៅវាដូចគ្នាអញ្ចឹងណាហើយណាវីគាត់គិតអញ្ចឹងពេលហ្នឹងក៏គាត់សម្រាប់ចិត្តថាគាត់ទទួលយកបរិសុទ្ធអ្នកឈ្មោះថាអេហ្នឹងទៅហើយណាមួយគាត់ថាអេហ្នឹងគាត់ធ្លាប់មានបទពិសោធន៍រឿងការងារគាត់ក៏មានចំណេះដឹងអីខ្លះដែរអញ្ចឹងណាអញ្ចឹងក៏ទទួលបានមនុស្សប្រុសម្នាក់ហ្នឹងក៏គាត់ថាអាចនឹងឃុំក្រងឬក៏អាចនិយាយថាជាស្វាមីមួយដែលល្អអីសម្រាប់ទទួលខុសត្រូវឬក៏មានទំនួលខុសត្រូវនៅក្នុងគ្រួសារអីចឹងទៅអានេះចិត្តជាមនុស្សស្រីខ្ញុំជួយចាស់ថាបងប្អូនដែលគាត់ជាស្ត្រីគាត់ដឹងហើយណាថាមនុស្សស្រីគាត់ចង់បានម៉េចណាវីគាត់គិតអញ្ចឹងហើយគាត់ក៏ទទួលយកបរិសុទ្ធម្នាក់ហ្នឹងទៅអញ្ចឹងពេលដែលទទួលយកទៅក៏បរិសុទ្ធឈ្មោះថាអេហ្នឹងគាត់ក៏បានភ្ជាប់ពាក្យជាមួយនឹងណាវីភ្ជាប់ពាក្យជាមួយអេតាមប្រពៃនេះដែរហើយបន្ទាប់ពីភ្ជាប់ពាក្យហើយពួកគាត់ក៏ធ្វើការធ្វើអីហើយក៏ជូនគ្នាទៅផ្ទះទៅអីចឹងណាដូចថាអេហ្នឹងគាត់ជូនទៅកន្លែងដែលណាវីគាត់ស្នាក់នៅហើយខ្ញុំសូមបញ្ជាក់តិចកន្លែងដែលណាវីគាត់ធ្វើការហ្នឹងមិនមែនគាត់ស្នាក់នៅហ្នឹងទេមានន័យថាតកែហ្នឹងម្ចាស់ហាងគាត់ជួលផ្ទះផ្សេងឲ្យបុគ្គលិកស្នាក់នៅអញ្ចឹងមានន័យថាណាវីពេលដែលគាត់ចេញពីធ្វើការទៅគឺគាត់អត់នៅកន្លែងហាងទេគាត់នៅកន្លែងផ្ទះជួលដែលតកែគាត់ជួលឲ្យអញ្ចឹងទៅអញ្ចឹងពេលដែលចេញពីកន្លែងការងារទៅគឺអេហ្នឹងគាត់ដប់ទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ថាគាត់ដប់គ្នាទៅវិញទៅមកហើយក៏ពេលខ្លះតនេទៅញ៉ាំអីនៅហាងអីផ្សេងឬក៏ទៅដើរលេងអីនៅតាមមាត់ទន្លេតាមអីចឹងទៅហើយអញ្ចឹងក្តីស្រឡាញ់របស់គាត់ហ្នឹងគឺបានខ្លាចជាគូដណ្ដឹងនឹងគ្នាហ្នឹងគឺស្រឡាញ់គ្នាលើសដើមហើយចរិតរបស់អេហ្នឹងគឺល្អមែនតែនណាវីគាត់ថាពេលហ្នឹងគឺគាត់មានក្តីសុខមែនតែនពេលដែលបានមនុស្សប្រុសម្នាក់ដែលដូចថាគាត់មានការងារធ្វើគាត់មានចំណូលមានអីដែរត្បិតតែប្រាក់ខែវាមិនច្រើនមែនក៏ប៉ុន្តែក៏មានក្តីសុខដែរអញ្ចឹងណាអញ្ចឹងគាត់ក៏មិនមានបញ្ហាអីដែរបងប្អូនអញ្ចឹងរហូតដល់ពេលដែលគាត់រៀបការអញ្ចឹងពេលដែលរៀបការហ្នឹងគឺបានរៀបការតាមប្រពៃណីចូលស្ដីចូលដណ្ដឹងអីចឹងតាមប្រពៃណីចឹងទៅរហូតដល់ពេលដែលណាវីគាត់បានរៀបការជាមួយនឹងបរិសុទ្ធម្នាក់ហ្នឹងបានប្រហែលជាខ្ទង់1ឆ្នាំហ្នឹងណាបងប្អូនហ្នឹងហើយកំឡុងពេលដែលគាត់រៀបការហើយបាន1ឆ្នាំហ្នឹងគឺក្តីស្រឡាញ់របស់គាត់គឺរបៀបថាមានក្តីសុខណាបងប្អូនរស់នៅមួយគ្នាមានក្តីសុខមែនប៉ុន្តែគាត់ថារំលងទៅបានប្រហែលជា1ឆ្នាំជាងពេលហ្នឹងណាវីគាត់ក៏មានផ្ទៃពោះពេលដែលគាត់មានផ្ទៃពោះហ្នឹងដូចថា
A នឹងគាត់ក៏ទៅធ្វើការធ្វើអីដូចដើមអញ្ចឹងប៉ុន្តែ A នឹងគាត់ប្រាប់ Navi ដែរគាត់ប្រាប់ថាកុំឲ្យ Navi នឹងធ្វើការអីឲ្យ Navi នឹងឈប់ធ្វើការទៅព្រោះថាពេលដែលមានពូមានពងអញ្ចឹងឲ្យគាត់ប្រពន្ធនឹងនៅផ្ទះនៅអីអញ្ចឹងណាដើម្បីថែសារខ្លួនអញ្ចឹងទៅប៉ុន្តែកំឡុងពេលដែល Navi គាត់នៅផ្ទះបានប្រហែលជាក្នុង2ទៅ3ខែកំឡុងពេលដែលគាត់មានផ្ទៃពោះហ្នឹងណាពេលហ្នឹងគឺគាត់ថាប្តីរបស់គាត់គឺផ្លាយបងប្អូនលក្ខណៈថា A ហ្នឹងគឺគាត់ទៅធ្វើការអញ្ចឹងទៅគឺគាត់និយាយមកផ្ទះយប់បងប្អូនគាត់មកផ្ទះយប់គាត់មិនដូចមុនណាគឺគាត់ចាប់ដើមផ្លាយគាត់មកវិញគឺគាត់សម្បឹងពេលខ្លះម៉ោង2ម៉ោង3ចិត្តភ្លឺអីបានគាត់មកផ្ទះអីចឹងទៅហើយកន្លែងដែល Navi គាត់ស្នាក់នៅគឺនឹងបន្ទប់ជួលប៉ុន្តែមិនមែនបន្ទប់ជួលដែរតកែគាត់ជួលឲ្យនៅកាលមុនទេគឺគាត់បែកមកនៅបន្ទប់ជួលផ្សេងពីអ្នកប្តីប្រពន្ធអញ្ចឹងណាអញ្ចឹងកំឡុងពេលហ្នឹងគឺ Navi គាត់ថាប្តីរបស់គាត់ផ្លាយមែនតើហើយមិនត្រឹមតែផ្លាយប៉ុណ្ណឹងទេបងប្អូនប្តីរបស់គាត់ថែមទាំងវាហៅថាប្រើពីសម្ដីមកកាន់ Navi ហ្នឹងគឺគំរោះគំរើយដូចថាខ្សោះអង្គើយអត់ដូចមុនណាហើយលក្ខណៈថានិយាយមកគឺអត់ឲ្យតម្លៃមកកាន់ Navi អញ្ចឹងហើយនៅពេលដែល Navi ធម្មតាគាត់កំពុងតែមានផ្ទៃពោះអញ្ចឹងគាត់ក៏លក្ខណៈថាពិបាកចិត្តគាត់មូម៉ៅច្រើនណាគាត់ក៏រករឿងប្តីដែរធម្មតាពេលដែលប្តីដើរទៅបាត់អញ្ចឹងម៉ោង1ម៉ោង2ម៉ោង3អីមកចូលផ្ទះបងប្អូនសាកសម័យមើលថាតើមនុស្សស្រីគាត់គិតមិនគាត់ខ្លាចតែប្តីរបស់គាត់ទៅណែទៅនោះឬក៏មានស្រីមានអីចឹងណាហើយចៅមណាហ្នឹងគឺចិត្តមនុស្សស្រីគាត់គិតអញ្ចឹងហើយគាត់សង្ស័យគាត់ជាព្រួយបារម្ភខ្លាចប្តីមានរឿងអីចឹងទៅគាត់ក៏ចេះសួរនាំទៅបន្តែគឺ A ហ្នឹងគាត់ព្យាយាមនិយាយមកគឺលក្ខណៈថាគាត់ទៅដើរលេងមួយមិត្តភ័ក្តិអញ្ចឹងទៅហើយពេលដែល Navi គាត់ថាកុំឲ្យធ្វើអញ្ចឹងណាហើយពេលអញ្ចឹងក៏ A គាត់និយាយទៅគាត់ថាមិនក៏គាត់អត់មានសិទ្ធទៅអញ្ចឹងគាត់ថាគាត់ជួបជុំមិត្តភ័ក្តិឬក៏ជួបជុំការងារអញ្ចឹងណាប៉ុន្តែ Navi គាត់ថាឲ្យតែគាត់និយាយអីក៏ដោយគឺប្តីរបស់គាត់គឺអត់ស្ដាប់ទេនិយាយរួមគ្រប់ភារកិច្ចគ្រប់រឿងរ៉ាវអីក៏ដោយប្តីរបស់គាត់គឺមានថាគាត់ចង់ធ្វើអីក៏ធ្វើនឹងបានណាកន្លែងហ្នឹងគឺគាត់ថាពិបាកក្នុងការដែលនិយាយជាមួយប្តីរបស់គាត់មែនតើហើយមិនត្រឹមតែប៉ុណ្ណឹងទេបងប្អូនថ្ងៃមួយហ្នឹងគឺ Navi គាត់ថាគាត់កំពុងតែសម្រាននៅក្នុងផ្ទះបន្ទប់ជួលរបស់គាត់ជាមួយនឹងប្តីរបស់គាត់ហ្នឹងណាសុកហ្នឹងស្រាប់តែប្តីរបស់គាត់ហ្នឹងគឺដូចថាមានគេតេមកដល់ពេលមានគេតេមកប្តីរបស់គាត់ក៏រត់ទៅនិយាយនៅខាងក្រៅហើយ Navi គាត់ក៏រត់ទៅតាមហើយក៏រត់ទៅតាមប្តីរបស់គាត់ក៏បិទទូរស័ព្ទដូចថានិយាយបាន2 3ម៉ាត់ហ្នឹងក៏បិទទូរស័ព្ទអញ្ចឹងហើយ Navi គាត់ក៏មូម៉ៅគាត់ក៏រករឿងទៅនៅពេលដែលគាត់រករឿងទៅបងប្អូនប្តីរបស់គាត់ហ្នឹងក៏រុញគាត់ដូចថារុញគាត់ពេលហ្នឹងគាត់ថាអញ្ចេះពេលហ្នឹងគាត់ថាគាត់ក៏ឆក់ទូរស័ព្ទហ្នឹងក៏ឆក់ទូរស័ព្ទពីប្តីរបស់គាត់ហើយប្តីរបស់គាត់គឺរបៀបថារុញគាត់ណាហើយដល់ពេលរុញគាត់បងប្អូនគឺរុញគាត់ឡើងដាច់ផ្ងាមកក្រោយដាច់ផ្ងាមកក្រោយហើយគាត់ថាពេលហ្នឹងប្តីរបស់គាត់គឺអត់មាននៅមើលគាត់ទេណាប្តីរបស់គាត់គឺជិះម៉ូតូចេញទៅក្រៅបាត់ទាំងពេលហ្នឹងគាត់ថាប្រហែលជាម៉ោងមិនដល់2 10យប់ណាហើយដល់ពេលហ្នឹងគឺ Navi គាត់ថាកូនរបស់គាត់ហ្នឹងគឺអត់នៅមួយគាត់ទេបងប្អូនដោយសារតែដួលមកក្រោយហ្នឹងគឺដាច់ផ្ងាមកទៅហ្នឹងគឺមកទាំងអស់គឺចាញ់មកកូនគាត់គឺអត់នៅមួយគាត់ទេហើយពេលហ្នឹងគាត់ឈឺចាប់ខ្លាំងមែនតើគាត់ស្រែកយំគាត់ឈឺផងឲ្យផងបានអ្នកចិត្តខាងហ្នឹងគេជួយអញ្ចឹងទៅអញ្ចឹងគាត់ថាពេលដែលប្តីរបស់គាត់ទៅបានអញ្ចឹងគាត់ឈឺចាប់ណាបងប្អូនគឺគាត់ទៅពេលហ្នឹងដោយសារតែអ្នកចិត្តខាងហ្នឹងគេជូនគាត់ទៅគេអីចឹងណាហើយរហូតដល់ពេលដែលគាត់ចេញមកពីពេទ្យវិញប្តីរបស់គាត់ហ្នឹងក៏មិនសូវជាមើលថែគាត់ដែរនិយាយទៅគឺទៅហីអីចឹងណាហើយដឹងតែគាត់ហ្នឹងគឺឈឺដឹងតែគាត់អីហើយប៉ុន្តែគឺនៅតែធ្វើហីចឹងទៅហើយពេលហ្នឹងគឺគាត់ថាប្តីរបស់គាត់គឺចេញអត់ទៅយប់ឡើងគឺមិនដែលនៅផ្ទះទេចេញពីធ្វើការគឺទៅដើរលេងបានទល់តែម៉ោង1ម៉ោង2ម៉ោង3អីចឹងទៅហើយពេលខ្លះឃើញឆាតឃើញអីមួយគេហើយ Navi គាត់ថាពេលហ្នឹងគាត់និយាយគាត់បានប្តីគាត់គឺសម្លុតហើយនិយាយថាបើមិនពេញចិត្តអីគឺបែកគ្នាអីចឹងណាហើយគឺផឹកស្រាឡើងហួងសឹងតរថ្ងៃហើយដល់ពេលចឹងទៅ Navi គាត់ថាគាត់ពិបាកក្នុងការទ្រាំមែនតើពេលហ្នឹងគាត់ឆ្អែតចិត្តគាត់អីប៉ុន្តែគាត់ថាគាត់អត់ចង់បែកបាក់គ្រួសារទេបងប្អូននិយាយទៅគឺចង់ថាឲ្យប្តីគាត់កែអញ្ចឹងណាប៉ុន្តែគាត់ថាព្យាយាមនិយាយយ៉ាងណាក៏ប្តីរបស់គាត់អត់ស្ដាប់ដែរសូម្បីតែម៉ែរបស់ Navi ហ្នឹងមានន័យថាជាម៉ែក្មេករបស់ A ហ្នឹងគាត់ព្យាយាមតាក់ទងទៅកាន់កូនផ្សារតាក់ទងទៅកាន់ A ហ្នឹងនិយាយក៏មិនស្ដាប់ដែរហើយមិនត្រឹមតែមិនស្ដាប់ទេថែមទាំងមើងងាយថាវាចម្លើយថាNavi ហ្នឹងគឺមានរឿងអីទៅទូពិតម្ដាយខ្លួនឯងអញ្ចឹងណាថាមានរឿងអីមិនចេះនិយាយជាមួយប្តីហើយគាត់ថាឲ្យនិយាយមួយប្តីមិនបើគាត់និយាយមិនស្ដាប់ផងហ្នឹងហើយអញ្ចឹងម្ដាយក្មេកក៏ធម្មតាគាត់ស្រឡាញ់កូនគាត់កូនស្រីគាត់អញ្ចឹងគាត់ក៏ជួយនិយាយទៅប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងទេតែទាំងមើងងាយម្ដាយក្មេកម្ដាយអីទៀតអញ្ចឹង Navi គាត់ថាពេលហ្នឹងគឺគាត់ពិបាកគាត់ឈឺចាប់បងប្អូនព្រោះថាក្តីស្រឡាញ់របស់គាត់លះបង់ឲ្យគ្រប់បែបយ៉ាង
គាត់គិតថាក្តីស្រឡាញ់របស់គាត់នឹងបានទៅដល់គេហៅថាចាស់កោងខ្នងឬក៏លាចាក់លោករៀងខ្លួនអញ្ចឹងណាប៉ុន្តែផ្ទុយទៅវិញគឺគាត់ថាវាមិនដូចអញ្ចឹងគឺបានតែដំបងអញ្ចឹងគឺពីមួយថ្ងៃទៅមួយថ្ងៃគាត់កើតទុកគាត់ពិបាកចិត្តរហូតទៅដល់ពេលដែលគាត់សម្រេចចិត្តថាគាត់នឹងនិយាយមួយប្តីរបស់គាត់នឹងឲ្យច្បាស់អញ្ចឹងណាថាគាត់គឺមិនអាចរស់នៅក្នុងសភាពបែបហ្នឹងបានទេបើសិនជាគាត់រស់នៅបែបហ្នឹងគាត់នឹងត្រូវឈួតអីចឹងណាគាត់ពិបាកចិត្តអញ្ចឹងគាត់ក៏និយាយជាមួយប្តីគាត់ថាក៏សុំលែងលះក៏សុំបែងចែកផ្លូវមួយប្តីរបស់គាត់ចឹងទៅហើយដំបូងឡើយនឹងប្តីរបស់គាត់ក៏អត់ព្រមលែងលះដែរបងប្អូនគឺអត់ព្រមលែងលះជាមួយនឹងណាវីទេប៉ុន្តែនៅពេលដែលថ្ងៃមួយប្តីរបស់គាត់ក៏ត្រឡប់មកផ្ទះវិញណាហើយណាវីគាត់ថាគាត់និយាយជាមួយនឹងប្តីរបស់គាត់មាត់ប្រៃហ្មងគាត់ថាបើសិនជាឯងហ្នឹងមិនព្រមលែងលះអញ្ចឹងឯងត្រូវតកែឯងអត់ត្រូវដើរលេងអញ្ចឹងទេអត់ត្រូវដាច់យប់អត់ត្រូវអីអញ្ចឹងណាហើយប្តីរបស់គាត់ក៏ប្រាប់ថាគាត់មិនអាចធ្វើអញ្ចឹងបានទេដោយសារគាត់ត្រូវទៅដើរលេងជាមួយមិត្តភ័ក្តិឬក៏អ្នករួមការងារដើម្បីទំនាក់ទំនងប៉ុន្តែណាវីគាត់ថាមិនមែនកន្លែងហ្នឹងគាត់មិនមែនមិនឲ្យទំនាក់ទំនងទេប៉ុន្តែគាត់ថាវាលើសពួកមិនមែនតែមួយថ្ងៃបងប្អូនគាត់ថាមិនមែនយូរម្ដងទេណាគឺសឹងតែរាល់ថ្ងៃហើយតែពេលមកវិញគឺចម្បឹងរហូតហើយអ្នកណាទៅទ្រាំបានបងប្អូនចិត្តជាប្រពន្ធចិត្តជាអីចឹងណាព្រោះថាខ្ញុំជឿជាក់ថាមនុស្សប្រុសយើងមួយចំនួនធំក៏គាត់មិនមែនដល់ថ្នាក់នឹងបិទដែរគឺអាចថាយូរយើងជួបមិត្តភ័ក្តិម្ដងអីចឹងណាវាមិនមែនញឹកញយរាល់ថ្ងៃអីទេប៉ុន្តែនោះគាត់ថារាល់ថ្ងៃសឹងតែថាមួយអាទិត្យហ្នឹងគឺ5-6ថ្ងៃបាត់ហើយអញ្ចឹងសួរថាចិត្តជាប្រពន្ធនឹងគឺគាត់សុបាយចិត្តអត់ណាមួយបារម្ភពីប្តីខ្លាចតែមានបញ្ហាយប់លប់អីចឹងណាអញ្ចឹងគាត់អត់ចង់ឲ្យប្តីរបស់គាត់អញ្ចឹងទេប៉ុន្តែប្តីរបស់គាត់គឺនៅតែអត់ទេលក្ខណៈថាគាត់ឲ្យកែខ្លួនក៏នៅតែអត់កែដែរប្តីរបស់គាត់គឺនៅប្រកែកនៅតែអីចឹងណាហើយសម្លុតមកគាត់ខ្លាំងរហូតទៅដល់ណាវីគាត់ថាពេលហ្នឹងគាត់រៀងខឹងដែរគាត់ថាបើសិនជានៅតែអញ្ចឹងទៀតគាត់នឹងប្តឹងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅប្តីរបស់គាត់ក៏និយាយគាត់ថាប្តឹងរឿងអីអញ្ចឹងណាហើយតែគាត់ថាគាត់និយាយថាចាំមើលតែគាត់ប្តឹងទៅដឹងហើយគាត់និយាយអញ្ចឹងដោយសារគាត់រៀងខឹងដែរដល់ពេលអញ្ចឹងទៅបងប្អូនហើយគាត់ថាប្តីរបស់គាត់នឹងលេខហក់មកផ្ទះកាភ្លៀងគាត់មកកាភ្លៀងគាត់ថាពេលហ្នឹងគឺគាត់ឈឺមែនតើមកតំហឹងមនុស្សប្រុសបងប្អូនទៅពេលអញ្ចឹងទៅក៏គាត់ថាពេលហ្នឹងគាត់រត់ចេញមកគាត់រត់ចេញពីផ្ទះហើយគាត់ក៏ឡើងមកសុខអនាតរបស់គាត់ហើយពេលដែលគាត់មកដល់សុខអនាតរបស់គាត់ហ្នឹងគាត់ក៏បានប្រាប់ម្ដាយរបស់គាត់ទៅម្ដាយរបស់គាត់ក៏ឲ្យខាងអាជ្ញាធរហ្នឹងក៏ហៅអីចឹងណាដល់ពេលក៏ហៅក៏អីហ្នឹងគាត់ថាគាត់អត់ប្តឹងផ្ដោយទេគាត់គ្រាន់តែសុំលែងលះទេដំបូងឡើយគឺប្តីរបស់គាត់គឺអត់ព្រមលែងលះទេប៉ុន្តែដោយសារតែគាត់និយាយគាត់ថាស្នាមដែលប្តីរបស់គាត់គឺប្រើប្រាស់ហិង្សាទៅលើគាត់ហ្នឹងគឺវាខ្លាំងអញ្ចឹងបើសិនជាមិនលែងលះគាត់ក៏ត្រូវប្តឹងតាមច្បាប់ដែរដល់ពេលអញ្ចឹងទៅខាងឪពុកម្ដាយក្មេងរបស់ណាវីហ្នឹងណាគាត់ក៏ដឹងប្រហែលជាដឹងចរិតកូនប្រុសគាត់ដែរអញ្ចឹងគាត់ថាឲ្យលែងលះទៅអញ្ចឹងក៏សម្រេចចិត្តថាលែងលះចាប់ពីពេលហ្នឹងមកទៅហើយណាវីគាត់ថាពេលហ្នឹងគឺគាត់ឈឺចាប់បងប្អូនគាត់រៀងចាគាត់ខ្លាចហ្មងឲ្យថាឲ្យតែរឿងមនុស្សប្រុសគាត់ខ្លាចបងប្អូននិយាយទៅកន្លែងខ្ញុំនិយាយបន្តិចដោយសារតែគាត់និយាយមករៀងអ៊ូដើមក៏គាត់ថាឲ្យតែមនុស្សប្រុសគឺគាត់ខ្លាចហ្មងពេលហ្នឹងគាត់លេងចង់ហ៊ានឃើញមនុស្សប្រុសលេងចង់ជួបមុខមនុស្សប្រុសហ្មងដោយថាគាត់រៀងគាត់បាក់ស្បាតគាត់ហើយណាមួយពេលហ្នឹងគឺគាត់នៅរៀងសរសៃខ្ចីធម្មតាបងប្អូនគិតមើលថាចេះអ្នកដែលគាត់ដូចថាកូនមិននៅបងប្អូនកូនមិននៅគឺអាចថាស្មើនឹងមនុស្សដែលឆ្លងតលេហើយមែនទេអញ្ចឹងមនុស្សស្រីអាចថាគាត់ដឹងហើយកន្លែងហ្នឹងអញ្ចឹងគឺគាត់ថាពេលហ្នឹងគឺគាត់ឈឺមែនតើគាត់ឡើងចុកពេញខ្លួនឡើងអីអញ្ចឹងប្តីរបស់គាត់គឺដាក់គាត់មកដឹងប៉ុន្តែគាត់ថាគាត់មិនចង់ចាញ់ឈ្នះអីទេគាត់សុំតែធ្វើលែងលះទេអញ្ចឹងក៏លែងលះបានសម្រេចអីអញ្ចឹងទៅអញ្ចឹងគាត់ថាចាប់ពីថ្ងៃហ្នឹងមកទៅគាត់ក៏រកការងារធ្វើប៉ុន្តែគាត់ថាពេលហ្នឹងគឺពិបាករកការងារធ្វើទៀតដោយសារតែគាត់មិនមានបទពិសោធន៍អីទេហើយគាត់ថាចំពោះការងារហាងមួយគឺគាត់អត់ធ្វើទេគាត់ថាពេលហ្នឹងគឺគាត់រៀងពិបាកគាត់ហត់នឿយគាត់អត់ចង់ធ្វើការហាងទេដោយសារគាត់តំគេហៅថាកូនសរសៃខ្ចីអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយគាត់ក៏ឈឺខ្លួនឈឺប្រាណគាត់អត់មានកម្លាំងធ្វើការងារហ្នឹងទេអញ្ចឹងគាត់ក៏សម្រេចចិត្តទៅសុំការងារគេធ្វើនៅក្នុងកន្លែងមួយប៉ុន្តែណាវីគាត់មិនបញ្ជាក់ណាគាត់ថាការងារមួយហ្នឹងគឺវាមិនធ្ងន់ឬក៏វាមិនពិបាកអីខ្លាំងទេពេលដែលគាត់ទៅធ្វើការងារហ្នឹងទៅគាត់ថាបានចំណូលក៏វាមិនច្រើនប្រហែលទេវាមកទប់ខ្លួនឯងរស់អញ្ចឹងណាប៉ុន្តែគាត់ថាកំឡុងពេលដែលគាត់ធ្វើហ្នឹងបានប្រហែលជាខ្ទង់2ឆ្នាំទៅ3ឆ្នាំពេលហ្នឹងគាត់ក៏បានស្គាល់នឹងពូម្នាក់ដែលណាវីគាត់ហៅពូណាដោយសារតែចេះព
ពេលហ្នឹងគឺអាចនិយាយថាណាវីគាត់អាយុខ្ទង់21 22ទេហើយពូម្នាក់ហ្នឹងគាត់អាយុខ្ទង់30 40និយាយទៅគឺ40ហ្នឹងហើយគាត់ថាពេលហ្នឹងគឺចូល40ល្មមពូម្នាក់ហ្នឹងបងប្អូនគឺគាត់ជារបៀបថាអ្នកដែលធ្វើការផ្នែកវិស័យស្តៀងនឹងកន្លែងដែលណាវីគាត់ធ្វើការហ្នឹងប៉ុន្តែណាវីគាត់ក៏មិនបញ្ជាក់កន្លែងវិស័យហ្នឹងណាអញ្ចឹងខ្ញុំនិយាយតាមគាត់ទៅអញ្ចឹងពូម្នាក់ហ្នឹងគាត់តែងតែសារចេញចូលកន្លែងហ្នឹងហើយដល់ពេលអញ្ចឹងទៅណាវីដំបូងហើយគឺគាត់ដូចគាត់និយាយមកអញ្ចឹងគឺគាត់ថាគាត់គ្រាន់តែឃើញមនុស្សប្រុសគាត់ខ្លាចគាត់អត់ចង់ធ្វើគេហៅថាមានតំណែងតំណងស្នេហាឬក៏ចង់គិតគូរអីតាក់ទងទៅនឹងរឿងរ៉ាវស្នេហាអីទេគឺគាត់ឈប់អីលក្ខណៈគាត់ចង់នៅតែម្នាក់ឯងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅពូម្នាក់ហ្នឹងគាត់មកកន្លែងដែលណាវីគាត់ធ្វើការហ្នឹងគាត់និយាយលេងមួយណាវីហើយណាវីគាត់ថាមនុស្សប្រុសផ្អែមមកដំបងទេដូចថាដូចអាដិតប្តីរបស់គាត់ការមុនអញ្ចឹងគឺអញ្ចឹងដំបងឡើងមកផ្អែមមកអីមួយគាត់អញ្ចឹងប៉ុន្តែគាត់ថាពូម្នាក់ហ្នឹងគឺខុសពីប្តីរបស់គាត់មុនត្រង់ចេះពូម្នាក់ហ្នឹងគឺគាត់និយាយមកគឺគាត់ចេះដឹងហើយពូម្នាក់ហ្នឹងគឺគាត់អត់ប្រកែប្រកាន់លក្ខណៈថាគ្រប់បែបយ៉ាងណាវីក៏ថាពេលខ្លះគាត់ធ្វើការហ្នឹងគឺគាត់មានកំហុសខុសឆ្គងពូម្នាក់ហ្នឹងក៏គាត់យកយល់ឲ្យហើយណាវីគាត់ថាអញ្ចេះទៀតពូម្នាក់ហ្នឹងគឺគាត់មានលុយប៉ុន្តែការងារពូហ្នឹងគឺគាត់លក្ខណៈថាមិនមែនជាការងារធំដុំទេប៉ុន្តែដូចថាគាត់សំគាត់ប៉ិនទុកដាក់ប៉ិនអីចឹងណាហើយពូម្នាក់ហ្នឹងគាត់ក៏ជាពូម៉ាយដែរដល់ពេលអញ្ចឹងទៅណាវីគាត់ក៏មិនទាន់គិតគូររឿងស្នេហាដែរទោះតែគាត់ស្គាល់ពូម្នាក់ហ្នឹងបានប្រហែលជាក្នុង3ទៅ4ឆ្នាំដល់ពេលគាត់ស្គាល់ពូម្នាក់ហ្នឹងបាន3 4ឆ្នាំពូម្នាក់ហ្នឹងគាត់ក៏និយាយសារភាពទៅកាន់ណាវីប៉ុន្តែបច្ចៈបន្តិចកំឡុងពេលដែលគាត់ស្គាល់3ទៅ4ឆ្នាំហ្នឹងគឺពូម្នាក់ហ្នឹងគាត់ព្យាយាមធ្វើគ្រប់យ៉ាងមានន័យថាសូម្បីតែគ្រូឧស្សាហ៍របស់ណាវីឈឺក៏ពូម្នាក់ហ្នឹងគាត់គេហៅថាមើលថែឬក៏មិនមែនថាមើលថែទេគឺគាត់ផ្ដល់លុយផ្ដល់កាក់អីចឹងណាហើយពេលដែលខ្វះខាតអីក៏ពូម្នាក់ហ្នឹងគាត់ផ្ដល់ឲ្យណាវីដែរអញ្ចឹងណាវីក៏ថាពេលហ្នឹងគឺគាត់មិនចង់ទទួលទេប៉ុន្តែពូម្នាក់ហ្នឹងដូចថាគាត់ចេះតែគាត់និយាយទៅគាត់ជួយហ្មងគាត់សាងនៅអំពើល្អគាត់សាងអីចឹងណាហើយដល់ពេលចឹងទៅក៏ណាវីគាត់ក៏ទទួលយកទៅហើយគាត់ក៏ពេលខ្លះគាត់ក៏របៀបថាសងគុណដោយការងាររបៀបថាពេលខ្លះគាត់មានរង្វាន់អីចឹងទៅគាត់ធ្វើការថែមម៉ោងធ្វើការអីចឹងទៅគាត់ក៏ថែមរង្វាន់ថែមអីឲ្យពូម្នាក់ហ្នឹងចឹងទៅរបៀបថាគាត់ក៏ផ្ដល់ជារបៀបថាផលិតផលឬក៏របស់អីមួយចឹងណាប៉ុន្តែណាវីគាត់មិនបញ្ជាក់ខ្ញុំអត់ដឹងថាកន្លែងហ្នឹងគាត់មានការសម្ងាត់អីទេតែក៏គាត់មិនប្រាប់ខ្ញុំដែរអញ្ចឹងខ្ញុំនិយាយតាមហ្នឹងទៅអញ្ចឹងនៅពេលដែលគាត់ផ្ដល់អញ្ចឹងទៅឲ្យពូម្នាក់ហ្នឹងក៏គាត់ចេះតែនិយាយគាត់ចេះតែគេហៅថាគិតគូរពីអនាគតរបស់គាត់ថ្ងៃមុខទៅគាត់ចង់រកស៊ីគាត់ចង់មានដៃគូម្នាក់ដែលថាយល់ចិត្តគាត់ព្រោះឲ្យគាត់ក៏មានអាយុរៀងច្រើនដែរអញ្ចឹងណាហើយគាត់ក៏មិនមែនជាមនុស្សប្រុសម្នាក់ដែលថាគិតគូររឿងគេហៅថាបែកឆ្វេងឬក៏និយាយស្រួលស្ដាប់ទៅមិនដូចជាមនុស្សប្រុសដែលរៀងក្មេងៗដែលគាត់ចង់សម័យចង់អីចឹងណាព្រោះធម្មតាមនុស្សចាស់អាចថាគាត់អាយុច្រើនគាត់ចេះគិតគូរបានច្រើនជាងអញ្ចឹងណាវីគាត់ថាមើលទៅអត្តចរិតពូម្នាក់ហ្នឹងគឺគាត់ slow សភាពគាត់និយាយមកគឺគាត់លក្ខណៈថាជាមនុស្សម្នាក់ដែលចេះយោគយល់ចេះសន្តោសចេះបណៃអញ្ចឹងណាហើយពេលហ្នឹងក៏ណាវីគាត់ក៏មិនបានលាក់បាំងពីប្រវត្តិរបស់គាត់ដែរគាត់ថាគាត់ធ្លាប់មានគ្រួសារហើយគាត់ធ្លាប់មានប្តីហើយគាត់ក៏បានបែកគេហៅថាលេងលះពីប្តីរបស់គាត់ហើយអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅពូម្នាក់ហ្នឹងគាត់ទំនាក់ទំនងគ្នារហូតបាន3 4ឆ្នាំដែលខ្ញុំនិយាយមិនអញ្ចឹងគឺក៏បានពូម្នាក់ហ្នឹងគាត់ចូលសួរម្ដងទៀតហើយដល់ពេលគាត់ចូលសួរម្ដងទៀតហ្នឹងពូម្នាក់ហ្នឹងគឺគាត់និយាយថាគាត់ចង់ពេលដែលរៀបការហើយណាគាត់ចង់ឲ្យដាវីហ្នឹងគឺគាត់ឈប់ធ្វើការងារហ្នឹងពួកអីដោយសារគាត់គិតថាកន្លែងការងារមួយហ្នឹងគឺមានមនុស្សប្រុសដែលថាគេធ្វើការផ្សេងណាក៏គេតាមញ៉ាយដាវីដែរនិយាយទៅគឺគេក្មេងៗអញ្ចឹងណាប៉ុន្តែដាវីគាត់ថាគាត់អាចចាប់អារម្មណ៍ណាទេជាពិសេសមនុស្សប្រុសដែលយើងអាយុបងគាត់តិចតួចឬក៏ក្មេងៗគឺគាត់រៀងណាគាត់រៀងថាការប្តីរបស់គាត់មុនគឺអញ្ចឹងគាត់រៀងហើយគាត់ដែរទេប៉ុន្តែតួពូម្នាក់ហ្នឹងគាត់គិតថាប្តីចាស់ប្រហែលជាគាត់ចេះគិតគូរច្រើនគាត់មិនដូចក្មេងអញ្ចឹងណាហើយប្រហែលជាប្តីចាស់គាត់ចេះថ្នាក់ថ្នមដោយសារតែកន្លងមកដែលគាត់ស្គាល់ហ្នឹងគាត់ឃើញថាពូម្នាក់ហ្នឹងគឺគាត់យកចិត្តទុកដាក់មកកាន់ណាវីខ្លាំងមែនតើហើយមួយទៀតបងប្អូនគឺគាត់ថាពូម្នាក់ហ្នឹងដំបងឡើយហ្នឹងគឺទិញផលិតផលឲ្យណាវីហ្នឹងដូចថាលាបទៅឲ្យស្អាតអីចឹងណាហើយចឹងណាវីគាត់ក៏លាបគាត់ក៏អីទាំងទៅដើម្បីថែរក្សាខ្លួនពូម្នាក់ហ្នឹងគាត់ថាឲ្យធ្វើម៉េចក៏ដោយឲ្យដល់ណាវីស្អាតជាពិសេសអាចដល់ថ្ងៃរៀបការហ្នឹងណាអញ្ចឹងណាវីគាត់ក៏ធ្វើតាមពូម្នាក់ហ្នឹងហើយគាត់ថាគាត់ស្រឡាញ់ពូម្នាក់ហ្នឹង
ហើយអត្តចរិតគាត់និយាយមកគឺសភាពរៀបសារ slot bone និយាយទៅគឺអ្នកដែលចាស់ទុំបងប្អូនដែលគេថាចេះគិតចេះគូអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគឺគាត់ស្រឡាញ់គាត់ថាបានប្តីចាស់ក៏ចេះថ្នមមិនដូចប្តីក្មេងដែរណាអញ្ចឹងគាត់គិតថាអញ្ចឹងរហូតទៅដល់គាត់រៀបការពេលដែលគាត់រៀបការហ្នឹងគឺថ្ងៃដែលគាត់រៀបការគឺសុបាយចិត្តគាត់ថាប្តីចាស់ប្រកាសជាមិនដូចប្តីក្មេងហើយព្រោះប្តីចាស់គឺដឹងតែគាត់ចេះគិតគូរវែងឆ្ងាយគាត់ចេះគិតគូរជ្រៅជ្រះហើយគាត់ក៏មិនបែកឆ្វេងឬក៏ឆ្វេងឆ្វាចទៅមានស្រីមានអីចឹងណាអញ្ចឹងគាត់ក៏ទទួលយកពូម្នាក់ហ្នឹងដោយក្តីរីករាយអញ្ចឹងបន្ទាប់ពីរៀបការហើយណាវីគាត់ថាពេលហ្នឹងគឺអ្វីដែលពូម្នាក់ហ្នឹងនិយាយគឺដូចជាកោដែលគាត់និយាយពីមុនមិនគាត់ធ្លាប់សន្យាថាពេលដែលគាត់រៀបការហើយហ្នឹងគាត់នឹងទិញជាគេហៅថារបស់របរដែលលក់ដូរអញ្ចឹងណាបងប្អូនរបស់របរដែលលក់ដូររបស់អីអញ្ចឹងទៅដើម្បីឲ្យណាវីហ្នឹងគាត់ឈប់ធ្វើការគេទៅឲ្យណាវីហ្នឹងគឺលក់ដូរគេអញ្ចឹងទៅឲ្យលក់ដូរខ្លួនឯងអញ្ចឹងទៅវាថាបើកជាតូបចាព្រួយតូបអីអញ្ចឹងណាហើយការលក់ដូរគឺគាត់អត់លក់នៅអីពេញទេគឺលក់នៅខេត្តប៉ុន្តែខេត្តហ្នឹងគឺលក្ខណៈអញ្ចឹងគឺដីហ្នឹងគឺជាដីរបៀបថាជាកេរ្តិ៍អករបស់ម្ដាយរបស់ណាវីណាហើយម្ដាយណាវីហ្នឹងគឺចែកឲ្យណាវីអញ្ចឹងទៅហើយវានៅចំមុខផ្លូវហើយពេលហ្នឹងក៏ណាវីគាត់ក៏យកដីហ្នឹងហើយលុយដែលយកលក្ខណៈថាជាដើមទុនហ្នឹងគឺជាលុយរបស់ប្តីរបស់គាត់ហ្នឹងទៅហើយពេលដែលគាត់លក់ដូរដំបងហ្នឹងគឺប្តីរបស់គាត់គឺធ្វើការធម្មតាទេប្តីរបស់គាត់គឺលក្ខណៈថាចេញចុះឡើងពីពេញខេត្តអញ្ចឹងណាប៉ុន្តែគាត់ថាស្រាប់ថាលក់ដូរនឹងបានប្រហែលជាខ្ទង់4ទៅ5ខែទេប្តីរបស់គាត់នឹងមិនដឹងថាគាត់មានបញ្ហាអីឬក៏មានការអីអត់ដឹងទេព្រោះណាវីគាត់ថាពេលហ្នឹងគាត់ដែរចាប់អារម្មណ៍មើលប្តីរបស់គាត់ថាធ្វើការអីការងាររបស់គាត់យ៉ាងណាយ៉ាងណីទេប៉ុន្តែស្រាប់តែមានថ្ងៃមួយហ្នឹងប្តីរបស់គាត់ថាគាត់មានបញ្ហានៅកន្លែងការងារហើយគាត់ក៏ឈប់ធ្វើការអញ្ចឹងណាប៉ុន្តែរឿងរ៉ាវមួយដែលណាវីគាត់និយាយថាចាប់ពីគាត់រៀបការមកហ្នឹងអានេះកន្លែងហ្នឹងគឺវាពិបាកស្ដាប់បន្តិចអញ្ចឹងបើសិនជាបងប្អូនដែលជាក្មេងៗដែលជាស្ត្រីណាគឺអាចថាចុចរំលងកន្លែងហ្នឹងឬក៏កុំស្ដាប់កន្លែងហ្នឹងក៏ល្អដែរណាព្រោះវាមិនសមរម្យប៉ុន្តែអានេះវាជារឿងពិតរបស់ណាវីណាដែលគាត់ថាតាំងពីគាត់រៀបការមកគឺតាំងពីយប់ថ្ងៃ honeymoon អញ្ចឹងណាប្តីរបស់គាត់គឺគាត់ថាខ្លាំងបងប្អូនគាត់ថាប្តីរបស់គាត់ខ្លាំងហើយអាចនិយាយថាវាច្រើនដងអញ្ចឹងណាហ្នឹងខ្ញុំនិយាយកន្លែងហ្នឹងគឺបងប្អូនយល់ហើយគឺរស់នៅមកគាត់គឺច្រើនដងហើយខ្លាំងអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅគឺគាត់ថាចាប់ពីគាត់រៀបការមួយប្តីរបស់គាត់បានប្រហែលជា3 4ខែហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ហត់នឿយបងប្អូនគាត់ហត់នឿយរបៀបថាពេលថ្ងៃគាត់រកស៊ីដូចថាគាត់លក់ដូរគាត់អីអញ្ចឹងណាហើយគាត់ត្រូវទៅដឹកអីវ៉ាន់ដឹកអីទៀតព្រោះប្តីរបស់គាត់គឺទៅធ្វើការប៉ុន្តែគាត់ថាយ៉ាងណាក៏គាត់ទ្រាំដែរព្រោះថាដើម្បីបំពេញគេហៅថាបំណងប្តីណាប្តីត្រូវការស្មាតូគាត់ថាត្រូវការប្រមាណដងក៏តម្រូវឲ្យប្តីទៅទាំងគាត់នឹងអស់កម្លាំងគាត់អីចឹងណាប៉ុន្តែប្តីរបស់គាត់គឺគាត់សរសើរតាមចំណុចមួយគឺគាត់ចាស់មែនប៉ុន្តែគាត់ខ្លាំងគាត់និយាយចឹងហ្មងប៉ុន្តែគាត់ថាវាជ្រុលហួសហេតុពេកដូចថាវាច្រើនដងពេលគាត់អត់មានកម្លាំងពេលខ្លះគាត់ក៏អង្វរប្តីរបស់គាត់ប៉ុន្តែប្តីរបស់គាត់ថាគឺគាត់វាគាត់ចង់បានអីគាត់ចង់អញ្ចឹងណាគឺប្តីរបស់គាត់គឺត្រូវតែបានអីអញ្ចឹងទៅណាវីគាត់ក៏ទ្រាំទៅដូចថាគាត់ទ្រាំទាំងប្តីរបស់គាត់គឺគាត់ស្មានទុកគាត់ថាមកយប់វិញចាំ7 ដងអញ្ចឹងណាគឺពិបាកមែនតើគាត់ថាវាមិនគួរនិយាយទេបងប្អូនប៉ុន្តែវាជារឿងពិតគាត់អត់ដឹងថាបងប្អូនណាដែលគាត់ធ្លាប់ជួបប្តីអញ្ចឹងគឺគាត់ថាវាពិបាកក្នុងការទ្រាំកន្លែងនេះគឺគាត់ហត់នឿយដូចថាពេលថ្ងៃគឺគាត់ត្រូវការធ្វើការយើងសាកសម័យមួយវាហត់មែនតើប៉ុន្តែប្តីរបស់គាត់គឺមិនដឹងថាកម្លាំងគាត់មកពីណាទេអញ្ចឹងខ្ញុំត្រឡប់មកវិញនៅពេលដែលប្តីរបស់គាត់ធ្វើការបានប្រហែលជាខ្ទង់ 2-3 ខែក្រោយមកប្តីរបស់គាត់ថាមានបញ្ហារឿងការងារដល់ពេលមានបញ្ហារឿងការងារអញ្ចឹងទៅដូចថាគាត់ឈប់ពីការងារហ្នឹងទៅហើយពេលដែលគាត់ឈប់ហ្នឹងណាវីគាត់ថាដំបូងឡើយគាត់សប្បាយចិត្តដោយសារអីបានប្តីហ្នឹងលក្ខណៈថាបានមកជួយការងារជួយលក់ដូរគាត់ណាគាត់ថាឲ្យប្តីឈប់ក៏ឈប់ទៅឲ្យប្តីនឹងមកជួយលក់ដូរជួយអីគាត់អញ្ចឹងណាដើម្បីសម្រាលការងាររបស់គាត់ព្រោះថាគាត់ទៅយកអីវ៉ាន់យកអីទៅគឺបានប្តីនឹងជួយមើលតូបមើលអីវ៉ាន់មកអីលក់ដូរអញ្ចឹងទៅគឺថានៅជុំគ្នាអញ្ចឹងណាអញ្ចឹងគឺណាវីគាត់អត់មានបញ្ហាទេពេលហ្នឹងគឺគាត់សប្បាយចិត្តវិញប៉ុន្តែបងប្អូនណាវីគាត់ថាអាការដែលគាត់ខកចិត្តហ្នឹងវាក៏កើតឡើងលើកទី2ម្ដងទៀតគាត់ថាប្តីរបស់គាត់ពេលដែលនៅផ្ទះហ្នឹងបងប្អូនគឺពេលដែលមានភ្ញៀវឧទាហរណ៍ថាមានភ្ញៀវមកធម្មតាมันមានភ្ញៀវប្រុសមែនទេមានប្រុសមានស្រីអីចឹងទៅ
គាត់ថាប្តីរបស់គាត់គឺចងរឹងតែកន្លែងតូបហ្នឹងក្នុងតូបក្នុងផ្ទះហ្នឹងហើយពេលដែលណាវីគាត់លក់ដូរហ្នឹងធម្មតាក្មេងៗប្រុសៗអីដូចថា18 19ឆ្នាំអីចឹងគាត់មិនមកនិយាយលេងវាថាមកនិយាយលេងជាមួយអ្នកលក់ដូរមែនទេណាវីគាត់ថាប្តីរបស់គាត់គឺប្រច័ណ្ឌគាត់មែនតើប្រច័ណ្ឌគាត់សឡក់សឡឹងគាត់ភ្នែកគូលក្ខណៈថាគាត់ខឹងណាប៉ុន្តែប្តីរបស់គាត់ណាបងប្អូនពេលដែលមានភ្ញៀវមកប្តីរបស់គាត់អត់មកជួយលក់គាត់ទេលក្ខណៈថាគឺដេកទាំងរឹងធ្វើធម្មតាកាន់ទូរស័ព្ទចុចទូរស័ព្ទអុស Facebook អុសអីលេងអញ្ចឹងណាហើយណាវីពេលខ្លះគាត់រវល់ការងារគាត់គិតបញ្ជីគិតលុយអីចឹងទៅពេលខ្លះនោះគាត់ទៅក្រោយផ្ទះគាត់ទៅធ្វើម្ហូបធ្វើអីចឹងប្តីរបស់គាត់នៅនឹងធ្វើមិនដឹងជួនកាលភ្ញៀវមកហៅអីអត់ចង់ងើប្រចង់អីទាំងហើយពេលខ្លះហ្នឹងគឺគាត់ថាគាត់រវល់ចឹងទៅគាត់អត់បាននេះទេគាត់ហៅណាវីនោះឲ្យមកពីក្រោយមកឲ្យមកជួយលក់វិញចឹងទៅប៉ុន្តែកំឡុងពេលដែលណាវីគាត់លក់ហ្នឹងគាត់ថាឲ្យតែមានភ្ញៀវប្រុសៗណាគេមកទិញមកអីចឹងគឺប្តីរបស់គាត់គឺតាមសន្លក់មកហើយនៅពេលដែលភ្ញៀវទៅបានថាបងប្អូនគឺប្តីបងណាវីហ្នឹងគឺរបៀបថារោរឿងគាត់ឬរឿងថាហេតុអីបានជឿទៅនិយាយមួយគេលេងសើចមួយគេអញ្ចឹងណាហេតុអីបានជឿទៅនិយាយមកលក្ខណៈថាដូចជាវាថាចង់តាក់តងចង់ញ៉ាយញងអីចឹងប្តីរបស់គាត់គឺអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេណាវីគាត់ហែកគេគាត់ថារឿងរ៉ាវមួយទៀតដែរគាត់ថាវាពិបាកដែរតែគាត់មិននិយាយមិនកើតណាគាត់ថាវាជារឿងពិតដែលកើតឡើងទៅលើគាត់ហ្មងប្តីរបស់គាត់កំឡុងពេលដែលគាត់ឲ្យទៅធ្វើការហ្នឹងបងប្អូននឹងមកទេគឺគាត់ថាពេលថ្ងៃក៏ដោយពេលថ្ងៃពេលដែលគាត់កំពុងលក់ហ្នឹងបងប្អូននិយាយទៅកន្លែងហ្នឹងវារឿងពិបាកវារឿងហួសចិត្តតិចប្តីរបស់គាត់ហ្នឹងគឺពេលថ្ងៃត្រង់ពេលថ្ងៃអីហ្នឹងជួនកាល 3-4 ដងក៏មានដែរអានេះគាត់និយាយអស់ហ្មងគាត់ថាវាហួសហេតុពេកប្តីរបស់គាត់ជួនកាលអញ្ចឹងអាតូបអីវ៉ាន់នឹងក្រោមផ្ទះហ្នឹងដែលមុខផ្ទះហ្នឹងតូបនៅនឹងប្តីរបស់គាត់គឺហៅគាត់ឡើងទៅលើផ្ទះហើយជួនកាលអូសដៃគាត់ឡើងទៅលើផ្ទះអីចឹងទៅនៅអីមួយគ្នាអីចឹងណាហ្នឹងហើយជួនកាលគាត់ថាម៉ោង 8-9 ព្រឹកអីចឹងទៅជួនកាលហៅគាត់ទៅចឹងពេលខ្លះបាយហើយហ្នឹងអញ្ចឹងទៀតទៅហើយពេលខ្លះនេះម៉ោង 6-7 ល្ងាចហ្នឹងអញ្ចឹងទៀតទៅគាត់ថាវាហួសហេតុដល់បងប្អូនឲ្យយប់ទៀតអញ្ចឹងទៅហើយសួរថាឥឡូវបងប្អូនស្ដាប់កន្លែងហ្នឹងសួរថាបងប្អូនដែលជាស្ត្រីគាត់អាចទ្រាំបានអត់គាត់ថាវាហួសហេតុពេកបងប្អូនហើយគឺថាបើសិនជាណាវីគាត់អត់ព្រមគឺប្តីរបស់គាត់គឺដឹងតែឆ្លោះគាត់ហើយឆ្លោះគាត់ប្រចែកប្រចានគាត់ថាគាត់ហ្នឹងគឺទៅនិយាយជាមួយប្រុសក្មេងនិយាយជាមួយអីចឹងលក្ខណៈប្រចានចឹងណាហើយរោរឿងគាត់រោរឿងអីចឹងចង្កាបាយទឹកអីហ្នឹងគឺរបៀបថាមិននិយាយទៅគាត់ថាពិបាកមែនតើបងប្អូនគឺបើសិនជាបងប្អូននៅក្នុងរូបភាពមួយហ្នឹងគឺគាត់ថាវាពិបាកប្តីរបស់គាត់គឺអត់បានទៅដើរលេងដូចប្តីរបស់គាត់កាលមុនទេអត់ដូចប្តីក្មេងមកគាត់កាលមុនទេណាអត់បានដើរលេងណាទេប៉ុន្តែនៅតែផ្ទះទេតែអានៅតែផ្ទះហ្នឹងដូចខ្ញុំនិយាយមិនអញ្ចឹងគឺគាត់ថាវាច្រើនដងពេកដល់ណាគាត់ទ្រាំអត់បានពេលខ្លះគាត់អស់កម្លាំងគាត់ហត់នឿយគាត់ថាអាក្រោមភ្នែករបស់គាត់នេះអាក្រោមអីគេហៅនឹងឯក្រោមភ្នែករបស់គាត់ឡើងខ្មៅហ្នឹងណានឹងឯគាត់ថាឡើងខ្មៅហ្មងដោយសារគាត់ដេកអត់គ្រប់គ្រាន់គាត់គិតច្រើនគាត់គិតតែរឿងរលុយគាត់ខំប្រឹងអញ្ចឹងណាប៉ុន្តែប្តីរបស់គាត់មើលទៅគាត់ថាប្តីរបស់គាត់គឺអត់មានគិតអីទេពេលហ្នឹងគឺគិតតែដេករឹងចុចទូរស័ព្ទចុចអីហ្នឹងទៅហើយការងារថាមិនចង់ជួយធ្វើគ្នាប្រើធ្វើការងារមួយអញ្ចឹងទៅគឺមុខរិចអីអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់តឹងចិត្តណាគាត់ថាប្តីរបស់គាត់លើកនេះគឺវាប្លែកពីប្តីលើកមុនគឺធ្វើបាបចិត្តគាត់ដោយសារតែប្តីរបស់គាត់ហ្នឹងគឺដើរលេងផឹកស៊ីអីអញ្ចឹងទៅតែមានស្រីតែមានអីចឹងទៅប៉ុន្តែប្តីនេះគឺអត់ទេប្តីនេះល្អមែនល្អត្រង់ថាអីគាត់អត់ដើរលេងគាត់អត់ផឹកស៊ីក្រៅមែនប៉ុន្តែគាត់នៅតែជាមួយប្រពន្ធហ្នឹងគឺគាត់ហួងហែងប្រពន្ធគាត់របៀបថាគិតតែរឿងលើក្រែណាស្មាតទៅគាត់និយាយឲ្យគាត់ស្ដាប់តិចទៅគិតតែរឿងលើក្រែតែម្ដងអញ្ចឹងគឺគាត់ថាវាពិបាកណាបងប្អូនធម្មតាយើងត្រូវតែយល់ដែរព្រោះរឿងប្តីប្រពន្ធមិនមែនថាមិនឲ្យមករស់នៅមួយគ្នាទេប៉ុន្តែដល់ស្នាក់គាត់អញ្ចឹងពេកអានេះគេហៅថាចូលបែបលមោបណាបងប្អូនគឺពិបាកអញ្ចឹងណាវីគាត់ថាគាត់ទ្រាំបងប្អូនប៉ុន្តែគាត់ថាវាតឹងចិត្តណាបងប្អូនវាថារស់នៅមួយគ្នាតឹងចិត្តមួយថ្ងៃគិតតែរឿងអញ្ចឹងមួយថ្ងៃអត់មានគិតគូរជួយគ្នាដូចថាយើងស្រឡាញ់គ្នាយើងត្រូវតែគេហៅថាជួយការងារគ្នាហើយក៏យល់ពីប្រពន្ធដែរថាតើគ្នាហត់គ្នាលំបាកគ្នាអីចឹងណាដូចថាយើងល្មមទៅយើងបន្ថយទៅគាត់ថាមិនឲ្យមិនរស់នៅមួយគ្នាទេរស់នៅធម្មតាពីអ្នកប្តីប្រពន្ធតែងតែរស់នៅមួយគ្នាអញ្ចឹងហើយប៉ុន្តែវាជ្រុលពេកវាលើសលប់ពេកអាណាទ្រាំបានគាត់ថាវាពិបាកក្នុងការទ្រាំមកគាត់អត់មានកម្លាំងអត់មានកំហែងអីទេហើយប្តីរបស់គាត់ស្មាតទៅនិយាយគាត់ស្ដាប់ទៅគឺដេកយកកម្លាំងហ្មងដេកយកកម្លាំងគិតតែរឿងអញ្ចឹងហ្មង
hay bật chai bật chan bập pôn có thưa ấy khơi phiêu nào không mấy nhây nhoi mau vậy nó cứ tam tờ lọ sờ lăng kia tam tờ lọ răng bập pôn hai pi để nào bi có tờ khéo ấy cứ đã cầm hết nào bi tha ở nào bi nó tờ ở lươn tờ còn ở tờ du pe hay pe khlang còn là có tờ hiện du tích mà đây mà đo rồi đương có huông hai có thà có nó nằm tại chụp ana đây chụp pro chụp ấy giống nó vậy tờ cứ chắc mong mà một bật chăn có khlang mình đèn hay có tha pe để có tờ ở thông mà có điện từ cọ sọ mà một cọt cọ sọ nó sẽ lon thôi chứ á cọt còn tư du hay cọt tóc tai luôn xa đây cọt đi tha thằng mà nó cọt út sọ cọt út đây dân mau xa chứ tới cứ chọc đào bật chăn cọt khlang bật chăn nào vì đúng ạ đi tha cọt nó tai luôn từ rộp pro na men đi tha cọt vậy tới cứ cọt smart tốt đi chỉ cọt ruột chặt chẳng á mình đang tha dòng máy tiền một bồn chẳng nào vì có tha pe đại cọt phi diêm bị vô phèp hạt Paul vào đây bật cọt cứ asap cọt thì phi diêm cứ vậy máu cứ là cái nào bật chăn hay vậy tha nào vì nó cứ đăng con tu để tha có lọp chui có lọp ấy để tha ao lui mà bà tô bà ấy chẳng á hay có lừa pi ở vậy để có lọp chui cái lon mau hay nào vì có tha con mình men miên chết tana đây rồi mưa côn này tê con thái có sông ở vô phong để xa tại ca ru nơi không sòng cung dương thời ca hậu si hay dương thời ca tầm nẹt tầm nô dương thời ca thầy chu nẹt score kia thời ca từ tên nhà văn từ ca ấy từ ca dây ru đi đẹp đẹp hồi dương họ xí tại dương một cái nhớ mà kia châu tinh mày này bằng vốn lấy su thà bà dương thằng kia dương từ tinh tàu mùi được dương từ tinh nhạ lũ mùi thấy tinh nhạ lũ mà tinh nhạ lũ đi trong vậy ta dương từ tinh ấy đằng hang kia mùi xẹp từ nhạ lũ nó một áo rồi mơ một cái nhớ ấy chẳng hạn sầm đây mau giấy mau dương thọ giấy mau dương chơi giờ của sao bây giờ su thà một ôn trong tinh lại nâng tiền hạt mẹ nè là thấy đắng người ta mẹ admin cô mẹ rong môi tha vía số đó nè chẳng bây giờ ta đo cái lại nam môi để miền kia lụt đầu nó kia giấy mà em kia giấy mà cứ là cái nam miền chỉ phải thua cái đồ đấy dưỡng tôi ta về class ta lấy vía gà tha câu việc sòng khăn này thay tháo các phần thái và khâu thời tích tuốt kia thực chất thì họ cái lại nam môi đại nè lụt kia đồ đấy hai chẳng cái lại để nè na đại dương kết tha châu tới cứ đôi chỉ dương sông kia anh đang nhung chưa trả tha bông ôn phía trên cứ quạt mình chọn tới cái lại nâng thì hay nhung khơi nè lụ mà chừng nuốn đó nhung mình tham vi bà hà tí mình tay nè lụ mà chừng nuốn tôi những cứ quạt dương châu từ tính tới cứ quạt ấp sâu chè ru đi để dương chúng cá xong bây giờ dương hội lôi oi thế chúng cá ta vô lôi bị dương cứ trong cái tẹt chọn lôi bị dương chúng cá quạt đi tha quạt là biết thắt đôi chân là sống có đấy bông ôn này lo chụm chân rồi chúng cá có tầm bây giờ o con dương coi còn cho o con dương phong quạt thưa mình đăng nghe đó hay chúng cá dương từ xu có thằng tinh đi thì chúng cá có thằng dội nhớ đó chẳng à cao xí bông ôn bởi sân chỉ dương mình vô làm bia lại nâng tí cô bị bạ đài dương thợ tạm vô lá thành vô tha dương nạ đồ xí cứ dương thợ tạm miên ca để ru ria giang na chúng cá nhiều quạt trắng đắng quạt chè xua này xua nói hay bần sân thì dương ở trong phép dương vậy mà cái bọt dương vậy mà lại cái tha đôi khi ở sơi từ tu kia được có mưa thơ cương lại cái nặng một cái nhớ á chẳng nhiều cái chỗ tầm mà đòn thì chẳng bà dương cái tha dương trong thà xa nhiều trong thà xa môi ở bàn lỗ cứ dương thời từ ru đi dương thời vậy mau lại cái tha cái hai thằng bài tẹt tía nhá một bốn nắng chỉ cho xa này nè đại kia rô xì nâng ngày chẳng cứ dương tiên châu mà đo đường ra được bo nào vì mình nào ví có ta p đại có đăng tha ca là đâu xí cương trần nhưng thời ca vậy liên so nhưng thời ca đi bàn té mình mẹ lại cái nạn liên soi bạp thành nhai nhau một cái thế có trong phải chạy lại nâng nhớ đó bàn té ở đây bà có cứ oi thành giấy cho mỗi cái tôi bây giờ giấy bài pesa na cái đó cứ nơi bà tràn quạt nhưng cái lại nung hai đại quạt tăng nine tru nó có tha ở đây bà quạt muốn cứ viên mà giang hai để tăng nine một bài bài té ở đây bà quạt ní cứ tăng nine một bài tiết đại thủ ông đun nơi hay có tha quay là sòng khăn á ở đây bà con muốn nó tôi bật tại ở đây bà con nó bà mẹ mình tái mà tôi có tha riêng lơ kre nó mình sơi thua ba ở con o cả lăng về để mình tái ở đây để có khói như ở đây chán đi có tha con o cả lăng á một bốn xa tại dương cần mở đây vô bật bàn đấy nè để vô bật bàn chờ thì nghĩ cái con chẳng ạ nó về chứng con ăn mi cầm láng thế chứ con tha về nó bị lừa ở đây một tiết á bị lừa đá một bốn còn tha ở đây nên cứ con ăn vay thì còn ăn chè phở hàng xa đấy mình tái có thua ba đẹp là tha bài chân bình chẳng nào vì có tha có mình đang tham miên campi ấy bìm trên môn đi một con cơ thời chụp đưa ra ở chân hai con đang tha ta miên mà đưa sấy bằng mán nè đại thua chụp ở đây và phê phên chẳng ạ
ដែលថាមកយុបគឺឲ្យយើងដេកហើយមិនត្រឹមតែពេលយប់ទេពេលថ្ងៃក៏អញ្ចឹងដែរហើយស្មាតូគាត់ថាពេលដែលគាត់អត់ឲ្យនៅជាមួយគឺប្តីរបស់គាត់ចាប់ផ្ដើមរោរឿងមុំមកដូចថាមុខកញើមុខអីចឹងណាហើយគឺតែងតែលើកនេះលើកនោះនិយាយពីលើកពីគុណសម្បត្តិដែលគាត់ធ្លាប់ជួយណាវីកន្លងមកអញ្ចឹងទៅព្យាយាមនិយាយល្អនេះល្អនោះអញ្ចឹងទៅហើយការងារមិនធ្វើអីទាំងអស់បងប្អូនបើសិនជាស្មាតូបើសិនជាមិនឲ្យគាត់រស់នៅលើក្រែមួយគ្នាទេពេលដែលគាត់ចង់បានគឺត្រូវតែបានបើមិនបានទេប្តីរបស់គាត់គឺអត់ពេញចិត្តទេគឺលឿនថាមិនធ្វើការអីទាំងអស់ហ្មងអាហ្នឹងគឺចរិតរបស់ប្តីរបស់គាត់ចាស់ហ្នឹងគឺអញ្ចឹងណាវីក៏ថាអើយលោកព្រះគាត់ថាមិនគូណាងមកគាត់ជួបអញ្ចឹងបងប្អូនគាត់ថាពិបាកមែនតើមកអាការដែលគាត់រស់ស៊ីនេះវាហត់មកតង់ហើយប៉ុន្តែមកជួបប្តីអញ្ចឹងវាហត់ចិត្តណាបងប្អូនគេហៅថាហត់កាយកុំឲ្យតែហត់ចិត្តអាហត់ចិត្តហ្នឹងវាយ៉ាប់ជាងហត់កាយទៀតដល់ពេលអញ្ចឹងណាវីគាត់ថាគាត់ទ្រាំរហូតប៉ុន្តែបើសិនជាឲ្យគាត់ឈប់និយាយជាមួយភ្ញៀវមិនកើតបងប្អូនពួកគាត់ត្រូវការរស់ស៊ីត្រូវការបានលុយអញ្ចឹងគាត់អាចឈប់អញ្ចឹងបានទេបើគាត់ឈប់អញ្ចឹងបានមុខរបរគាត់នឹងបរាជ័យមុខរបរគាត់នឹងលែងមានគេអ្នកទិញអញ្ចឹងគាត់ថាគាត់លក់ដាច់ដោយសារតែគាត់និយាយលេងសើចគាត់មិនមែនថាលេងសើចពីជ្រុលទេលក្ខណៈថាយើងរស់រាយមួយគេអញ្ចឹងណាគាត់ត្រូវតែធ្វើអញ្ចឹងហើយប្តីរបស់គាត់គឺអត់យល់អញ្ចឹងបងប្អូនគឺលក្ខណៈគាត់ថាយកអាការបច្ចាហ្នឹងមកដាក់ខ្លួនហើយចង់ឲ្យប្រពន្ធស្អាតគាត់ថាអញ្ចឹងឲ្យគាត់ស្អាតតែឲ្យស្អាតហ្នឹងរបៀបថាអានេះវាយើងនិយាយក្នុងផ្លូវមួយអវិជ្ជមានមួយទៀតណាឲ្យស្អាតហ្នឹងសម្រាប់តែខ្លួនគាត់ណាលក្ខណៈថាអត់ចង់ឲ្យអ្នកណាគេមកប៉ះពាល់ប្រពន្ធគាត់ណាគាត់ដឹងថាប្តីរបស់គាត់គឺស្រឡាញ់គាត់ហួងហែងអញ្ចឹងឯងធម្មតាទេទាំងប្តីទូទៅគឺអញ្ចឹងឯងប៉ុន្តែវាហួសហេតុពេកហើយបើឲ្យគាត់ស្អាតធ្វើអីបើស្អាតហើយប្រច័នគាត់ឲ្យនិយាយមួយណាគេមិនបានខ្លាចអញ្ចឹងធ្វើម៉េចអញ្ចឹងមកថាពេលខ្លះវាពិបាកបងប្អូនគាត់ថាបើតែប្តីរបស់គាត់មិនចេះដើរលេងមិនចេះអីមែនតែប្តីរបស់គាត់គឺគាត់តែរឿងអញ្ចឹងគាត់តែរឿងលើក្រែគាត់តែរឿងប្រច័នហើយសួរថាបងប្អូនបើសិនជាជួបរឿងរ៉ាវដូចគាត់ហ្នឹងថាបងប្អូនគិតយ៉ាងម៉េចហើយខ្ញុំគិតថាបើសិនជាមនុស្សប្រុសយើងមួយចំនួនធំគឺគាត់មិនអញ្ចឹងពេកទេមែនទេមិនដល់ណានឹងពេកទេយ៉ាងហោចណាស់ក៏យើងយោគយល់ប្រពន្ធយើងយោគយល់យើងគិតគូរទៅអនាគតវែងឆ្ងាយយើងខំប្រឹងឲ្យលុយដែរហើយក៏ថាប្តីរបស់គាត់មិនមែនអាយុក្មេងណាខ្ទង់40ជាង40អីហើយហ្នឹងហើយអញ្ចឹងសួរថាតើគាត់គិតអញ្ចឹងពេកគាត់មិនគិតពីអនាគតថ្ងៃមុខទេអីហើយរស់ស៊ីមិនកើតអញ្ចឹងណាអញ្ចឹងគាត់ក៏ព្យាយាមនិយាយតាមសម្រួលជាមួយប្តីរបស់គាត់ប៉ុន្តែប្តីរបស់គាត់ថារបៀបថាយើងនិយាយអីទៅគាត់គឺអត់ចង់ស្ដាប់យើងគាត់ថាអញ្ចឹងណាគាត់និយាយទៅគឺគាត់អត់ចង់ស្ដាប់យើងគាត់អត់ចង់ចូលគាត់គិតថាហេតុផលឲ្យគាត់និយាយគឺត្រូវគិតថាគាត់ជាប្តីគិតថាគាត់នឹងគឺស្រឡាញ់ប្រពន្ធគាត់គិតថាគាត់មិនចង់ឲ្យប្រពន្ធនឹងគឺបែកឆ្វេងបែកស្ដាំអីចឹងទៅមានអ្នកផ្សេងមានអីចឹងទៅអញ្ចឹងណាអញ្ចឹងណាវីគាត់ថានិយាយទៅគឺមួយឆ្វេងមួយស្ដាំគាត់ព្យាយាមបញ្យល់ហេតុផលតែប្តីរបស់គាត់អត់យល់ទេហើយដល់ពេលអញ្ចឹងទៅគាត់ថាបើសិនជាយ៉ាប់ពេកគាត់សម្រាប់ថារស់នៅបែកគ្នាទៅហើយដល់ពេលគាត់និយាយចឹងបងប្អូននឹងមកយើងប្តីរបស់គាត់ថានិយាយនឹងមានន័យថាម៉េចនិយាយនឹងមានន័យថាប្រហែលជាមានកង់សកូហើយចោតណាវីនឹងថាមានកង់សកូហើយបានចង់រលែងលះបែកចែកផ្លូវមួយគាត់អញ្ចឹងណាហើយណាវីគាត់ថាគាត់អត់មានទេប៉ុន្តែគាត់ថាប្តីប្រពន្ធរស់នៅមួយគ្នាគួរតែយល់ពីគ្នាបើបងឯងមិនយល់ពីខ្ញុំអញ្ចឹងបងឯងគិតថាអញ្ចឹងមិនខ្ញុំរស់នៅកើតបងឯងយល់តែខ្លួនឯងបងឯងបំពេញតែអ្វីដែលបងឯងត្រូវការតែបងឯងមានដែរសួរខ្ញុំអត់ថាតើខ្ញុំនឹងខ្ញុំពិបាកប៉ុណ្ណាខ្ញុំហត់ប៉ុណ្ណាខ្ញុំជាមនុស្សស្រីបងឯងមានដែរយល់ពីខ្ញុំអត់បើរស់នៅមួយគ្នាបងឯងយល់តែខ្លួនឯងបងឯងអត់យល់ពីខ្ញុំប៉ុណ្ណឹងហើយអញ្ចឹងសួរថាខ្ញុំអាចទទួលយកនៅទាំងវើបងឯងទាំងអស់នឹងបានអត់ហើយខ្ញុំឲ្យបងឯងកែបងឯងមិនបានបងឯងអត់កែហើយគាត់និយាយមកគាត់ថាគាត់គ្រាន់តែប៉ុណ្ណឹងសោះមានទៅធ្វើអីធ្ងន់ធ្វើអីចឹងណានិយាយរួមគាត់ថាគាត់ជាអ្នកហត់ចឹងណាគាត់និយាយស្មានទៅគាត់និយាយឲ្យគាត់ស្ដាប់និយាយទៅប្តីបងណាវីគាត់និយាយថាគាត់ជាអ្នកហត់ទេគាត់ជាអ្នកគេហៅថាហាត់ប្រាណចឹងណាគឺមិនមែនជាណាវីទេហើយមានអីត្រូវណាវីហត់គាត់និយាយចឹងហើយណាវីគាត់ថាបើសិនជាមនុស្សប្រុសដែលគេហៅថាគេគិតគូរវែងឆ្ងាយគេមិនប្រើភាសានឹងជាមួយប្រពន្ធទេទោះបីជាអ្នកប្រើកម្លាំងក៏ដោយក៏យ៉ាងណាក៏ត្រូវការដេកពួនដែរគាត់ចង់និយាយចឹងណាហើយដល់ពេលចឹងទៅគាត់ថាប្តីបើគាត់និយាយណាក៏លេងចូលដែររហូតដល់ពេលដែលគាត់ធំបានគាត់ថាបែងចែកផ្លូវគ្នាទៅហើយប្តីបើគាត់ក៏នៅតែអត់ចង់បែងចែកដែរប៉ុន្តែប្តីបើគាត់ថាបើសិនជាបែងចែកគាត់ត្រូវតែចែកចំណាយពាក់កណ្ដាលឬថាលុយដែលហូរបានចឹងណាអញ្ចឹងណាវីគាត់ថាពេលហ្នឹងគាត់លុយដែលគាត់រកវាច្រើនគឺគាត់អ្នករកខ្លួនឯងគាត់ទទួលស្គាល់ថាដើមទុនហ្នឹងគឺជាដើមទុនរបស់ប្តីរបស់គាត់មែនប៉ុន្តែ
ក៏មិនមែនប្តីប្រគាត់ដើមទុន 100% ដែរគឺគាត់មានដើមទុនខ្លះដែរចូលក្នុងហ្នឹងតែប្តីប្រគាត់គឺទៀមទីអាចំណាយដើមទុនហ្នឹងគឺសឹងថា60ទៅ70-80% ហើយអញ្ចឹងណាវីគាត់ថាគឺគាត់អត់ព្រមទេប៉ុន្តែប្តីប្រគាត់ថាគឺអត់ព្រមបើសិនជាអត់អញ្ចឹងគាត់អត់បែកគ្នាទេហើយអញ្ចឹងដល់ពេលអញ្ចឹងទៅក៏ណាវីគាត់ថាគាត់ព្រមគាត់ឲ្យទៅព្រោះគាត់ចង់រស់នៅបែបអញ្ចឹងគាត់សុខចិត្តគាត់នៅម្នាក់ឯងវិញក៏ល្អជាងអញ្ចឹងពេលហ្នឹងក៏គាត់លក់គាត់អីអញ្ចឹងទៅក៏គាត់ឲ្យទៅខាងប្តីគាត់ទៅប៉ុន្តែបងប្អូនគាត់ថាពេលដែលបែកគ្នាហើយហ្នឹងប្តីគាត់បែកមិនដល់មួយខែទេគាត់លេចលឺតំណែងថាប្តីគាត់ហ្នឹងទៅមានមនុស្សស្រីណាទៀតទៅយកគេណាទៀតអញ្ចឹងណានិយាយទៅគឺប្តីគាត់គឺសាហាវគាត់ថាគឺមិនដឹងថាតាក់ទងបានយ៉ាងណាបកកាយមានតិចពោះ50ឬក៏បានលុយនឹងទៅឲ្យគេយ៉ាងណាក៏អត់ដឹងទេប៉ុន្តែគាត់ថាបែកមកគាត់គឺបានមួយខែពីរខែហ្នឹងគឺចាប់ដើមលឺតំណែងថាប្តីគាត់យកប្រពន្ធថ្មីអញ្ចឹងណាហើយប្រពន្ធថ្មីហ្នឹងក្មេងទៀតស្រីទៀតនិយាយទៅគឺគាត់ថាប្តីគាត់គឺប្រហែលជាមានបច្ជួយឯងគាត់ថាប្រហែលជាមានបច្ជួយឯងឬក៏គាត់មានតិចនិចអីឯងបានជាតាក់បានតែមនុស្សស្រីក្មេងៗអញ្ចឹងណាប៉ុន្តែគាត់ថាគាត់មិនស្ដាយទេប្តីអញ្ចឹងគឺគាត់សុខចិត្តរស់នៅតែម្នាក់ឯងវិញអញ្ចឹងណាវីគាត់ថាមកដល់បច្ចុប្បន្ននេះគាត់មិនទាន់ទទួលយកអ្នកថ្មីទេដោយសារអីគាត់ថាគាត់យកប្តី2ដងហើយខុសទាំង2ដងបងប្អូនគឺអត់ដូចចិត្តគាត់សោះហើយរាល់ថ្ងៃនេះគាត់សិតគេហៅថារស់នៅម្នាក់ឯងហើយសំណាងគាត់ថាគាត់អត់មានកូនទេណាគាត់អត់យកកូនទេព្រោះគាត់ចាំមើលប្តីគាត់សិនគាត់ថាបើសិនជាយកកូនទៅនឹងវេទនាហ្មងអញ្ចឹងគាត់ថារាល់ថ្ងៃនេះគឺគាត់រស់នៅតែម្នាក់ឯងប៉ុន្តែគាត់នឹកសំណោះជីវិតខ្លួនឯងដូចថាគាត់ស្ដាយគាត់អាណិតខ្លួនឯងគាត់ថាតែជីវិតរបស់គាត់ហ្នឹងគឺវាសាងអីពីជាតិមុនមកមិនបានជាគាត់ត្រូវតែជួបមនុស្សអញ្ចឹងដោយសារគាត់ជាមនុស្សម្នាក់ដែលមិនមែនចេះឆ្វេងឆ្វាយដូចគេលក្ខណៈថាមិនចេះតែដើរលេងអីណាស្មាទុកគាត់ថាប្រុសញីប្រុសឈ្មោះអីណានៃទេគឺគិតតែរឿងអនាគតខំប្រឹងរកស៊ីអីចឹងណាប៉ុន្តែបែរជាជួបប្តីអញ្ចឹងប្តីទី1គឺជាប្តីដែលក្មេងមែនប៉ុន្តែដើរលេងដើរអីចឹងទៅគឺមានស្រីមានអីចឹងទៅធ្វើបាបគាត់ប្តីទី2គឺសភាពមែនអត់ចេះវាយគាត់អត់ចេះប្រើប្រាស់ហិង្សាមែនប៉ុន្តែគឺធ្វើបាបគាត់ដោយតាមរយៈការរស់នៅលើក្រែមួយគាត់អីចឹងទៅធ្វើបាបគាត់អត់ឲ្យគាត់ដេកពេលដែលគាត់មិនអើងឲ្យពេលអីចឹងទៅគឺប្តីរបស់គាត់ចេះតែរោរឿងគាត់និយាយទៅកន្លែងហ្នឹងគឺបងប្អូនសម័យទៅរូបភាពទៅថាតើណាវីគាត់ហត់ប៉ុណ្ណាពេលថ្ងៃយើងត្រូវរកស៊ីបើកតូបបើកហាងបើកអីចឹងហើយពេលយប់ប្តីលេងសម្រុកអញ្ចឹងបងប្អូនគាត់មើលគាត់ថាអូយគាត់ដេកមិនបានអីមិនបានឡើងខ្មៅភ្នែកអស់ហើយគាត់ថាពេលយប់មកជុំហ្នឹងបងប្អូនពេលថ្ងៃហ្នឹងគាត់ថាបាយហើយថ្ងៃត្រង់អីទីហ្នឹងគាត់គ្រាន់តែថ្មិចភ្នែកបន្តិចហ្នឹងមកទៀតបងប្អូនថ្មិចភ្នែកបន្តិចហ្នឹងមករកគាត់ទៀតមករកគាត់ទៀតគាត់ថាគាត់សុំដេកបន្តិចគាត់សុំសម្រាកបន្តិចគាត់អស់កម្លាំងអញ្ចឹងអត់ព្រមទេមួម៉ៅល្អូនេះល្អូនោះហើយនិយាយនេះល្អូនេះល្អូនោះគាត់ថាអូយពិបាកមែនតើអាសកម្មភាពហ្នឹងគាត់ថាបើសិនជាគុំថាឡើយតែស្រីទាំងបីដល់ប្រុសបើសិនជាប្រិមិត្តយើងទាំងអស់នេះកំពុងស្ដាប់នេះជាបរិសុទ្ធក៏មានអារម្មណ៍ថាពិបាកដែរពិបាកទ្រាំលក្ខណៈថាយើងជាបរិសុទ្ធដែរពេលខ្លះយើងក៏វាមិនដល់ថ្នាក់ហ្នឹងពេកបងប្អូនពេលថាអញ្ចឹងវាជ្រុលពេកហើយគាត់ថាអត់មានជួយគិតគូរលក្ខណៈថារឿងរកស៊ីរកចំណូលរកអីដើម្បីទុកក្នុងគ្រួសារណាគិតតែអញ្ចឹងហ្មងហើយគាត់ថាពេលដែលថ្ងៃត្រង់អីហ្នឹងគឺគាត់ពេលខ្លះគាត់មិនចង់ឆ្លួមមិនចង់បកកាយក៏ទ្រាំទៅហើយទ្រាំនោះពីមួយថ្ងៃទៅមួយថ្ងៃគឺអញ្ចឹងដែរដល់ពេលណាដែលគាត់ថាគាត់ហត់គាត់ទ្រាំលេងបានគាត់អត់ស្រួលខ្លួនអីចឹងទៅប្តីរបស់គាត់គឺរោរឿងគាត់ទៀតអញ្ចឹងទៅគាត់ថាហ្នឹងរស់នៅវាសម្ពាធខ្លាំងអញ្ចឹងមិនថាកន្លែងមួយហ្នឹងដែលជារឿងរ៉ាវដែលគាត់ថាគាត់វាណែនក្នុងធុងពេកបងប្អូនគាត់មិនដឹងថាគឺអธิบายយ៉ាងម៉េចឲ្យបងប្អូនយល់ព្រោះថាគាត់ជាមនុស្សស្រីដែលទុនខ្សោយផងអីផងគាត់ខំប្រឹងរកស៊ីផងអីផងប៉ុន្តែគាត់ត្រូវមកទ្រាំទ្រជាមួយប្តីរបស់គាត់ដែលគិតតែរឿងអញ្ចឹងហើយណាមួយគាត់ធ្លាប់ពីមុនមកគាត់ធ្លាប់មានកូនដែលថាអត់នៅជាមួយបងប្អូនពេលដែលមានកូនអត់នៅជាមួយអញ្ចឹងគឺថាគាត់មានបញ្ហារឿងសរសៃខ្ចីសរសៃអីអញ្ចឹងណាគាត់ក៏រៀងទុនខ្សោយគាត់អាសាវិលមុខអាសាអីដែរអញ្ចឹងណាហើយដល់ពេលមកប៉ះប្តីគាត់ក្រោយប្តីចាស់នឹងអញ្ចឹងទៀតបងប្អូនហើយគាត់ថាអើយគាត់ពិបាកគាត់ឡើងចង់ដើរចៅហៅថាដើរលេងចង់ទៅមុខគឺជង្គង់គាត់គឺខ្សោះហើយគាត់ដើរលេងចង់រួចដោយសារតែប្តីរបស់គាត់គឺអញ្ចឹងនឹងឯងហើយគាត់ថាបំណងប្រាថ្នារបស់គាត់ពីរលើកប្តីទី1ហ្នឹងប្តីមុនហ្នឹងគឺវាបរាជ័យហើយមកប្តីទី2ហ្នឹងគាត់ថាបានប្តីចាស់ប្តីថ្នមប្តីគេហៅថាចេះលួងលោមចេះថែអាសាចេះអីចឹងណា
ប៉ុន្តែបងប្អូនហើយគាត់ថាប្តីចាស់អ្នកណាមិនដឹងទេប៉ុន្តែប្តីចាស់ដូចប្តីគាត់អីគឺណាបានណាគឺគាត់ថាវេទនាបើនៅតែគេហៅថាបន្តចរិតអញ្ចឹងណាគឺដឹងតែវេទនាហើយម្នាក់ស្រីហ្នឹងគឺពិបាកណាបើសិនជាប្តីប្រកបនៅតែអញ្ចឹងមិនថាពេលខ្លះបងប្អូនគាត់ថាវាមិនមែនផ្ដោតទៅលើប្តីចាស់ប្តីក្មេងទេគឺវាដោយចរិតមនុស្សដែរទេដូចថាអ្នកខ្លះគាត់គិតតែរឿងអញ្ចឹងពេកបានប្រពន្ធគេទ្រាំរស់នៅជាមួយអត់បានអញ្ចឹងណាហើយក៏បែកបាក់គ្នាអញ្ចឹងទៅប៉ុន្តែអានេះគាត់មិនមែននិយាយថាទាំងអស់គ្នាទេវាដោយបុគ្គលដោយមនុស្សទេគាត់ថាបើសិនជាជួបប្តីអញ្ចឹងបងប្អូនប្រកាសជាកម្មហើយជាពិសេសបងប្អូនស្ត្រីអញ្ចឹងណាហ្នឹងហើយចំពោះបងបរោះដែលគាត់ក៏ចង់ផ្ញើសារដែរគាត់ថាបើស្រឡាញ់ប្រពន្ធយើងចង់ថែសារប្រពន្ធយើងក៏កុំធ្វើបាបអញ្ចឹងអីពេកដែរកុំដល់ថ្នាក់នឹងពេកហ្នឹងហើយគាត់ទទួលស្គាល់ថាការរស់នៅស្រឡាញ់គ្នាវាតែងតែមានការនៅជាមួយគ្នាអញ្ចឹងណាប៉ុន្តែបើឲ្យវាលឺលប់ដល់ថ្នាក់នឹងពេកគាត់ថាគួរតែយល់ដល់មនុស្សស្រីផងព្រោះអាណិតគ្នាមិនមែនគ្នានឹងអត់មានធ្វើការអីទេណាបើថាអត់ធ្វើការអីអានឹងគ្នាដេកមានកម្លាំងមានអីអានឹងគាត់ថាស្មាត់ទោសគាត់មិនប្រហែលជាអីទេប៉ុន្តែគាត់ហត់ដែរគាត់រកស៊ីដែរគាត់ចំណាយពេលវេលាចំណាយកម្លាំងគាត់ចំណាយខួរក្បាលគាត់គិតគូររឿងរកស៊ីដែរអញ្ចឹងវាមិនមែនស្រួលវាមិនមែនមានកម្លាំងអីណាគឺត្រូវហត់ដូចគ្នាហ្នឹងប៉ុន្តែប្តីហ្នឹងក៏អត់មានធ្វើការអីផងគាត់ថាមកគិតតែរឿងរ៉ាវអញ្ចឹងបងប្អូនគិតមើលទៅថាវាពិបាកណាហ្នឹងហើយវាពិបាកទូយកមែនតើណាចំណុចហ្នឹងអូខេអញ្ចឹងរឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំទទួលបានពីបងអូនស្រីណាអញ្ចឹងតាមរយៈរឿងរ៉ាវមួយនេះបងប្អូនយល់យ៉ាងណាដែរដែលគាត់បានចែករំលែកមកអញ្ចឹងណាអញ្ចឹងចំពោះប្រិមិត្តយើងដែលមិនថាទាំងបរិសុទ្ធមិនថាទាំងស្ត្រីទេគឺអាចជួយផ្ដល់ជាមតិយោបល់បានបើសិនជាបងប្អូនយល់ឃើញយ៉ាងណាអញ្ចឹងណាប៉ុន្តែសម្រាប់ admin គឺ admin ក៏មិនដឹងថានិយាយមិនដែរព្រោះនេះវាជារឿងរបស់បុគ្គលទេប៉ុន្តែពេលខ្លះយើងក៏អាចរៀនសូត្រពីរឿងរ៉ាវមួយនេះផងដែរថាចំពោះប្តីគឺយើងស្រឡាញ់ប្រពន្ធហើយប៉ុន្តែយើងគួរតែយោគយល់ដែរយើងត្រូវតែយល់ដែរថាទុកលំបាករបស់មនុស្សស្រីគាត់ហត់នឿយផងអីផងអញ្ចឹងណាយើងគួរតែបន្ទូបន្ថយយើងគួរតែយោគយល់អាណិតគាត់ឲ្យគាត់បានគេងឲ្យគ្រប់គ្រាន់នេះផងអញ្ចឹងទៅហ្នឹងហើយយើងកុំសម្រុកអីអញ្ចឹងពេកយើងអាណិតគាត់ហ្នឹងហើយបើយើងស្រឡាញ់គាត់ពិតប្រាកដណាយើងថែសារគាត់ផងហ្នឹងហើយចំពោះមនុស្សស្រីក៏អញ្ចឹងដែរគាត់ក៏មិនមែនថាគាត់មិនស្រឡាញ់ប្តីមិនមែនមិនឲ្យរស់នៅជាមួយណាគាត់ឲ្យរស់នៅតែប៉ុន្តែក៏គាត់ក៏ហត់ដែរគាត់ធ្វើការហត់គាត់ចំណាយពេលវេលាហត់ផងដែរអញ្ចឹងណាក៏យើងគួរតែយល់ពីគាត់អីចឹងទៅហ្នឹងហើយអូខេអញ្ចឹងបងប្អូនអាចមានមតិយ៉ាងណាក៏អាច comment នៅខាងក្រោមវីដេអូនេះបានផងដែរហើយខ្ញុំសូមអធិស្ឋានបងប្អូនរាល់ការនិយាយស្ដីរបស់ខ្ញុំបើសិនជាខ្ញុំសម្រាយរឿងរ៉ាវទៅក៏ពាក្យពេចន៍ខ្លះវាមិនសមរម្យពាក្យពេចន៍ខ្លះទៅវាមិនគួរឲ្យនិយាយណាឬក៏ពិបាកស្ដាប់ក៏សូមបងប្អូនមេត្តាយោគយល់និងអធិស្ឋានផងប៉ុន្តែចំណុចណាដែលបងប្អូនអាចយកជាកលឹះឬក៏យកជាបទពិសោធន៍ថាយើងគួរតែកុំប្រព្រឹត្តនៅទង្វើហ្នឹងឬក៏កុំធ្វើទង្វើហ្នឹងវាអត់ល្អទេបងប្អូនអាចគិតថាវាជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនក៏អាចយកវាទុកជាមេរៀនឬក៏ជាបទពិសោធន៍បានដែរហើយបើគិតថាចំណុចហ្នឹងវាអត់ល្អទេយើងកុំយកគំរូតាមឬក៏អីចឹងយើងក៏អាចនឹងធ្វើវាបានដែរហ្នឹងហើយកុំឲ្យវាមានបញ្ហាអីដោយការបែកបាក់ក្រុមគ្រួសារដោយសារតែរឿងទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយសង្ឃឹមថាបងប្អូននឹងបានជាប្រយោជន៍តិចតួចនៅក្នុងរឿងរ៉ាវមួយនេះផងដែរហើយក៏មានតែការយោគយល់អធិស្ឋានទេព្រោះថាការនិយាយវាតែងតែមានលើសខ្វះឬក៏ខុសឆ្គងអីអញ្ចឹងហើយណាបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូននឹងមេត្តាយោគយល់អធិស្ឋានផងហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរអញ្ចឹងសូមជម្រាបលាបងប្អូនតែប៉ុណ្ណេះហើយចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណច្រើនសូមជម្រាបលា